មនុស្សដែលរស់នៅក្នុងโลกនេះនឹងជួបរឿងគ្រប់យ៉ាងល្អអាក្រក់ហើយនេះជាអ្វីដែលយើងត្រូវឆ្លងកាត់នៅក្នុងជីវិតប៉ុន្តែខ្លឹមសារនៃជីវិតរបស់មនុស្សគួរតែចាប់ផ្ដើមពីខ្លួនឯងមិនចាំបាច់ខ្វល់រឿងច្រើនពេកទេត្រូវចេះរីករាយអ្នកដែលរស់នៅក្នុងពិភពលោករបស់អ្នកដទៃនឹងគ្មានអ្វីជាខ្លួនឯងទោះបីជាអ្នកជួបប្រទះនឹងរឿងបរាជ័យក្នុងជីវិតក៏ដោយក៏វាបានបញ្ជាក់យ៉ាងច្បាស់ថាភាពបរាជ័យទាំងនេះហើយដែលធ្វើឲ្យអ្នកខ្លាចជាមនុស្សដ៏ប្រសើរជាងមុននៅក្នុងជីវិតគឺវាមិនល្អឥតខ្ចោះតែវាជារឿងពិតបំផុតហើយជាថ្ងៃដែលមានអត្ថន័យគ្មានជីវិតណាដែលល្អឥតខ្ចោះនោះទេដរាបណាអ្នកសប្បាយចិត្តអ្នកនឹងអាចរស់នៅដោយខ្លួនឯងបានវាសំខាន់ជាងអ្វីៗទាំងអស់ខ្ញុំឃើញមនុស្សជាច្រើនដែលបណ្ដោយឲ្យរឿងតូចតាចប៉ះពាល់ដល់អារម្មណ៍ធ្វើឲ្យខ្លួនឯងមិនសប្បាយចិត្តហើយថែមទាំងដាក់ទោសខ្លួនឯងដោយសារកំហុសរបស់អ្នកដទៃទៅវិញសម្រាប់មនុស្សបែបនេះពួកគេមិនអើពើនឹងការពិតដែលថាអ្វីដែលសំខាន់បំផុតគឺខ្លួនឯងក្នុងជីវិតមនុស្សគួរតែបំពេញចិត្តខ្លួនឯងមិនមែនរស់ដើម្បីអ្នកដទៃទេដំណើរជីវិតគឺត្រូវរីករាយជាមួយភាពស្រស់ស្អាតព្យាយាមធ្វើតាមបេះដូងរបស់អ្នកកុំរងឥទ្ធិពលពីវត្ថុខាងក្រៅរស់នៅក្នុងជីវិតរបស់អ្នកឲ្យបានល្អសាមញ្ញនិងសប្បាយរីករាយនេះគឺជាជីវិតដ៏ល្អបំផុតតាមពិតទៅជីវិតមិនអាស្រ័យលើអ្នកមានប៉ុណ្ណានោះទេប៉ុន្តែវាអាស្រ័យអំពីភាពសម្បូរបែបនៃបេះដូងរបស់អ្នកដរាបណាអ្នករស់នៅក្នុងសុភមង្គលវាមិនសំខាន់ថាអ្នករស់នៅបែបណានោះទេយ៉ាងណាមិញជីវិតខ្លីណាស់ដូច្នេះហើយព្យាយាមរស់នៅតាមរបៀបដែលអ្នកចង់បានអ្នកអាចជួបប្រទះនឹងព្យុះភ្លៀងការលំបាកនៅលើផ្លូវនៃជីវិតប៉ុន្តែប្រសិនបើអ្នកជំនះរាល់ការលំបាកនិងឆ្លងកាត់វាបាននេះទើបជាជីវិតដ៏អស្ចារ្យមិនចាំបាច់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃទេដរាបណាអ្នកអាចប្រឈមមុខនឹងអ្វីៗទាំងអស់នៅក្នុងជីវិតដែលស្ងប់ស្ងាត់និងរីករាយជាមួយពេលវេលាល្អៗនោះអ្នកនឹងរស់នៅក្នុងជីវិតដ៏សាមញ្ញនិងរីករាយជាងមុនជីវិតគឺបែបនេះវាល្អបំផុតក្នុងជីវិតគ្មានអ្វីសំខាន់ជាងបណ្ដុះចិត្តឲ្យរីករាយនោះទេដរាបណាអ្នកអាចរក្សាអាកប្បកិរិយាល្អទោះជួបរឿងអ្វីក៏ដោយកុំខ្វល់ច្រើនដឹងពីរបៀបសម្រេចចិត្តមនុស្សបែបនេះនឹងរស់នៅដោយរីករាយគ្មានអ្វីក្នុងជីវិតមានន័យជាសុភមង្គលឡើយជាការពិតមួយជីវិតគ្រាន់តែជាដំណើរការមួយពីគ្មានអ្វីនៅដើមដំបូងរហូតដល់ជួបប្រទះរឿងគ្រប់បែបយ៉ាងនៅទីបញ្ចប់និងទទួលបានអ្វីដែលអ្នកចង់បានតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនជីវិតសាមញ្ញនិងសប្បាយរីករាយនេះគឺជាជីវិតដ៏ល្អឥតខ្ចោះមនុស្សយើងរស់នៅក្នុងពិភពបំភាន់ភ្នែកសម្រាប់អ្វីដែលគេស្វែងរកគ្រាន់តែជាការសោកស្ដាយបំផុតមុនពេលពួកគេមានពេលវេលាដើម្បីរីករាយនឹងជីវិតពេញលេញពាក់កណ្ដាលនៃជីវិតរបស់ពួកគេបានកន្លងផុតទៅហើយដោយពាក្យពោលថាបើអ្នកអាចបើកចិត្តទូលាយអ្នកអាចមានសន្តិភាពនៅក្នុងចិត្តហើយអ្នកនឹងអាចមើលបានវែងឆ្ងាយយើងមិនអាចរស់នៅក្នុងជីវិតរបស់យើងបានទៀតទេបើយើងបន្តរស់នៅដោយការព្រួយបារម្ភយើងកំពុងខ្ជិះខ្ជាយជីវិតរបស់យើងមិនចាំបាច់ខ្ជិះខ្ជាយពេលវេលាលើអ្វីដែលមិនអាចសម្រេចបាននិងមិនមានតម្លៃនោះទេអ្នកត្រូវតែរៀនស្វែងរកសុភមង្គលផ្ទាល់ខ្លួនមិនថាអ្នករស់នៅបែបណាក៏ជីវិតអ្នកមានតែមួយហេតុអ្វីបានជាមិនធ្វើឲ្យខ្លួនឯងមានភាពសប្បាយរីករាយពេញមួយជីវិតរបស់មនុស្សបំណងប្រាថ្នាគឺគ្មានទីបញ្ចប់បំណងកាន់តែច្រើនអ្នកបាត់បង់អ្វីៗដែលនៅខាងក្នុង
ជីវិតពិតជាដំណើរការនៃផលចំណេញនិងផលខាតវាអាស្រ័យលើអ្វីដែលអ្នកចង់បានមនុស្សគ្រប់រូបមានភាពអស់សង្ឃឹមនិងសម្ពាធរៀងៗខ្លួនវាអាស្រ័យលើរបៀបដែលគេជ្រើសរើសបុគ្គលដែលមានសេចក្តីសុខក្នុងចិត្តនិងដឹងនៅអ្វីដែលគេចង់បានហើយដឹងពីរបៀបស្រឡាញ់នៅអ្វីដែលខ្លួនមានហើយគេនឹងមិនឈៀកខ្ជីពេលវេលារបស់គេទៅលើអ្វីដែលគេមិនអាចទទួលបានឬមិនទាន់ទទួលបានបើចង់រស់នៅដោយសុភមង្គលអ្នកត្រូវរៀនលះបង់រឿងខ្លះគឺអ្វីដែលមិនល្អអ្វីដែលគ្មានន័យមនុស្សដែលមិនស័ក្តិសមនឹងជីវិតរបស់អ្នកគួរតែបោះបង់ចោលហើយបេះដូងរបស់អ្នកនឹងកាន់តែសាមញ្ញនិងរីករាយជាងមុននិយាយដោយត្រង់លុះត្រាតែមនុស្សរៀនយករបស់មិនល្អបោះបង់ចោលនោះគេនឹងដឹងពីអ្វីដែលខ្លួនគេចង់បានហើយស្រឡាញ់របស់នោះទ្វេដងក្នុងនាមជាមនុស្សបើអ្នកមិនជួបប្រទះនឹងភាពរីករាយនឹងទុក្ខព្រួយទេនោះជីវិតរបស់អ្នកមិនពេញលេញឡើយប៉ុន្តែបន្ទាប់ពីបានជួបប្រទះហើយវាមិនអីទេក្នុងការទុកវាចោលនៅពេលដែលយើងទុកវាចោលនោះវានឹងមានក្តីរំភើបនិងសុភមង្គលដែលមិននឹកស្មានដល់នាពេលអនាគតតាមពិតទៅបើមើលជីវិតក្នុងផ្លូវវិជ្ជមានគឺគ្មានអ្វីត្រូវព្រួយបារម្ភឡើយបទពិសោធន៍ដ៏ឈឺចាប់ទាំងនោះកាលពីអតីតកាលសេចក្តីស្រឡាញ់ដែលមិនសមបំណងនិងការស្វែងរកអ្វីមួយនៅក្នុងជីវិតគឺគ្មានន័យអ្វីទាំងអស់ដរាបណាអ្នកសប្បាយចិត្តនោះគឺជារឿងសំខាន់បំផុតប្រសិនបើអ្នកមិនសប្បាយចិត្តវាគ្មានន័យទេទោះបីជាអ្នកមានអ្វីៗគ្រប់យ៉ាងក៏ដោយដូច្នេះចូលរក្សាចិត្តឲ្យស្ងប់មិនថាអ្នកជួបរឿងអ្វីទេចូលធ្វើចិត្តឲ្យស្ថិតស្ថេរជាមុនសិនរៀនរីករាយនឹងជីវិតមានអារម្មណ៍ស្រស់បំព្រងរស់នៅក្នុងជីវិតសាមញ្ញនិងរីករាយហើយទុកអ្វីៗដែលនៅសេសសល់ឲ្យវាសនាជាអ្នកកំណត់វាជាការល្អបំផុតក្នុងការរស់នៅក្នុងជីវិតសាមញ្ញនិងស្មោះត្រង់បាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃហើយក៏សូមអភ័យទោសរកកំហុសខុសឆ្គងសង្ឃឹមថាជួបបងប្អូននៅវីដេអូក្រោយទៀតមនុស្ស3ប្រភេទដែលយើងមិនគួរអាណិតហើយគួរនៅឲ្យឆ្ងាយពីពួកគេលៀបសំណាងមិនមែនមករត់អ្នកឡើយនេះវាមានន័យថាសំណាងល្អនិងសំណាងអាក្រក់មិនកើតឡើងដោយឯងនោះទេប៉ុន្តែវាត្រូវបង្កើតឡើងដោយអ្នកផ្ទាល់អ្វីៗលើលោកវាមានហេតុនិងផលជួនកាលជោគវាសនារបស់មនុស្សវាមិនអាស្រ័យលើព្រហ្មលិខិតព្រះឬទេវតានោះទេប៉ុន្តែវាអាស្រ័យលើសកម្មភាពដែលយើងដាំដុះជាប្រចាំនៅក្នុងជីវិតភាគច្រើនមនុស្សដែលមានសំណាងនៅក្នុងជីវិតរបស់ពួកគេសុទ្ធតែមនុស្សដែលមានគំនិតទូលំទូលាយពួកគេមិនដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកនាំឲ្យពិបាកក្នុងខ្លួនដូច្នេះហើយទើបជីវិតរស់នៅពួកគេប្រកបដោយភាពស្ងប់ស្ងាត់និងសុភមង្គលចំណែកអ្នកដែលមានជីវិតរងទុក្ខវេទនាក៏ដោយសារខ្លួនឯងនៅពេលដែលយើងឃើញនរណាម្នាក់ជួបទុក្ខលំបាកគួរឲ្យអាណិតហើយយើងមានសេចក្តីសប្បុរសចង់ជួយគេឲ្យផុតទុក្ខតែយើងមិនគួរជួយមនុស្ស3ប្រភេទខាងក្រោមនេះហើយគួរចាកឆ្ងាយពីគេឲ្យបានឆាប់តាមដែលអាចធ្វើទៅបានទី1មនុស្សដែលជួយចិត្តត្អូញត្អែអំពីជីវិតប៉ុន្តែមិនចេះអភិវឌ្ឍខ្លួននៅក្នុងសៀវភៅរបស់លោក Elpowin ដែលមានចំណងជើងថាពិភពលោកគ្មានការត្អូញត្អែបានចង្អុលបង្ហាញដោយគ្មានមេត្តាថាខ្លឹមសារនៃការត្អូញត្អែគឺពិតជាដើម្បីទទួលបានការអាណិតអាសូរនិងការយកចិត្តទុកដាក់តែវាគ្រាន់តែជាលេសជៀសវាងការធ្វើអ្វីដែលគេមិនហ៊ានធ្វើការត្អូញត្អែគឺជាទម្រង់នៃការរត់គេចពីបញ្ហាហើយអ្នករំពឹងថាអ្នកដទៃនឹងរត់ជាមួយអ្នក
ការត្អូញត្អែរនឹងធ្វើឲ្យអ្នករអ៊ូរទាំហើយប្រែក្លាយជាជំងឺផ្លូវចិត្តមិនត្រឹមតែមិនអាចរកដំណោះស្រាយបានទេវាថែមទាំងអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងមានរឿងនិទានមួយបានដំណាលថាពេលលីត្រឡប់ពីជួរស្រែហើយបានមកដេកក្នុងក្រោលដែលហត់នឿយពេលនោះឆ្កែបានរត់មកមើលគេលីបាននិយាយទៅកាន់ឆ្កែថាខ្ញុំពិតជាហត់ណាស់ខ្ញុំពិតជាចង់សម្រាកមួយថ្ងៃនៅថ្ងៃស្អែកឆ្កែបានដើរចេញហើយបានជួបឆ្មានៅកាច់ជ្រុងឆ្កែបាននិយាយទៅកាន់ឆ្មាថាសត្វលីពិតជាហត់ណាស់គាត់ចង់សម្រាកមួយថ្ងៃម្ចាស់បានឲ្យគាត់ធ្វើការច្រើនហួសកម្លាំងឆ្មាបានងាកទៅរកជាមហើយនិយាយថាសត្វលីបានត្អូញត្អែរថាចៅហ្វាយរបស់គាត់បានឲ្យគាត់ធ្វើការច្រើនពេកគាត់ទ្រាំមិនបានទេដូច្នេះគាត់ចង់សម្រាកមួយថ្ងៃហើយមិនធ្វើការនៅថ្ងៃស្អែកជាមបានមកប្រាប់ម្ចាស់ថាលីចង់ក្បត់ម្ចាស់វាចង់ផ្លាស់ប្ដូរម្ចាស់ជនក្បត់មិនអាចអត់ទោសឲ្យបានទេតើលោកម្ចាស់នឹងដោះស្រាយយ៉ាងណាចំពោះគេជាមួយនឹងការបំភ្លឺឥតឈប់ឈរជោគវាសនារបស់សត្វលីនៅទីបំផុតនាំទៅរកការបំភ្លេចបំផ្លាញដូច្នេះហើយអ្នកណាដែលតែងតែត្អូញត្អែរប្រាប់អ្នកដទៃគេគ្រាន់តែជាមនុស្សពោពេញដោយធម៌ពលអវិជ្ជមានហើយធម៌ពលអវិជ្ជមាននេះប្រកាសជានាំគេទៅរកបញ្ហាមនុស្សទុនខ្សោយជួយចិត្តត្អូញត្អែរឬឯអ្នកខ្លាំងមិនដែលប្រាប់អ្នកដទៃអំពីទុក្ខព្រួយរបស់គេឡើយអ្នកទុនខ្សោយមិនមានសំណាងទេព្រោះពួកគេមិនខិតខំប្រឹងប្រែងក្នុងជីវិតពេញមួយជីវិតរបស់អ្នកចូលធ្វើជាមនុស្សរឹងមាំស្វែងរកសុភមង្គលនិងសេចក្តីអំណរដោយដៃរបស់អ្នកទី2បុគ្គលដែលមិនគួរទុកចិត្តហើយជួយចិត្តនិយាយកុហកគ្រប់ពេលតើគុណភាពនៃជីវិតសំខាន់នៅត្រង់ណាគឺត្រូវតែមានភាពជឿជាក់ខ្លួនឯងនៅពេលជួបបញ្ហាទទួលខុសត្រូវគ្រប់ពេលប្រឈមមុខនឹងបញ្ហាហើយភាពស្មោះត្រង់គឺមុនគេវាអាចត្រូវគេមើលឃើញថាភាពស្មោះត្រង់គឺជាគុណតម្លៃដ៏សំខាន់បំផុតដែលមនុស្សម្នាក់ៗត្រូវមានក្នុងការទំនាក់ទំនងជាមួយអ្នកដទៃបុគ្គលដែលមានចរិតអាក្រក់ច្រើនតែមិនគោរពពាក្យសម្ដីនិងមិនគោរពពាក្យសន្យាផ្ទុយទៅវិញមនុស្សដែលមានចរិតល្អច្រើនតែគោរពពាក្យសន្យានិងពាក្យសម្ដីរបស់គេនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រចិនក្នុងសម័យនីតិខិរដូវនិងសតិរដូវបានរៀបរាប់អំពីភាពស្មោះត្រង់នៅពេលនោះស្ដេចហួននៃនគរឈីបានបញ្ជូនកងទ័ពវាយប្រហារនគរលូកងទ័ពលូត្រូវបានបរាជ័យហើយបានកាត់ទឹកដីជាថ្នូរនឹងសន្តិភាពហើយស្ដេចនគរទាំងពីរបានជួបគ្នានៅពេលដែលសម្ព័ន្ធភាពកំពុងចុះហត្ថលេខាមេទ័ពឆាវមូរបស់នគរលូបានស្ទុះទៅលើអាសនៈចាប់ស្ដេចឈីនគរហួនធ្វើជាចំណាប់ខ្មាំងហើយទាមទារឲ្យនគរឈីប្រគល់ទឹកដីឲ្យនគរលូវិញស្ដេចនគរឈីគ្មានជំរឿអ្វីក្រៅពីយល់ព្រមបន្ទាប់ពីការយល់ព្រមរបស់ស្ដេចនគរឈីឆាវមូដែលជាមេទ័ពនគរលូបានទៅអង្គុយចុះនៅកន្លែងដើមវិញស្ដេចហួននៃនគរឈីមានអារម្មណ៍ថាសោកស្ដាយពេលនោះអ្នកប្រាជ្ញគន់ចុងបានណែនាំថាបើព្រះអង្គបំពេញសន្យារបស់ព្រះអង្គនឹងបាត់បង់ការជឿទុកចិត្តពីព្រះអង្គម្ចាស់ផ្សេងៗនៅទីបញ្ចប់ស្ដេចហួននគរឈីបានធ្វើតាមដំបូន្មានរបស់គន់ចុងហើយប្រគល់ទឹកដីដែលកាន់កាប់ទៅឲ្យនគរលូវិញពេលពួកស្ដេចក្រាញ់និងមេទ័ពទាំងអស់ដឹងរឿងនេះពួកគេបានសរសើរស្ដេចហួនថាជាមនុស្សគួរឲ្យទុកចិត្តនិងគួរឲ្យរាប់អានរឿងទាំងនេះហើយដែលធ្វើស្ដេចហួនរបស់នគរឈីខ្លាចជាប្រទេសមហាអំណាចនៅពេលនោះដោយពាក្យមួយពោលថាមនុស្សដែលមិនអាចធ្វើឲ្យគេជឿទុកចិត្តបានមិនអាចឈរនឹងបានយូរអ្នកប្រាជ្ញខុងជឺក៏ធ្លាប់បានលើកផងដែរថាបើមនុស្សប្រុសមិនគួរឲ្យទុកចិត្តខ្ញុំមិនដឹងថាគាត់អាចធ្វើអ្វីបានទេប្រសិនបើមនុស្សម្នាក់បាត់បង់កិត្តិយសឬមិនអាចរក្សាពាក្យសន្យាតើគាត់អាចធ្វើអ្វីបានភាពស្មោះត្រង់គឺជាមូលដ្ឋានរបស់មនុស្សបើមនុស្សមិនប្រកាន់ពាក្យសន្យាទោះបីគេខ្លាចជាអ្នកមានឬអ្នកមានឋានៈដោយការបោកបញ្ឆោតអ្នកដទៃមិនយំមិនឆាប់គេនឹងដួលរលំដោយខ្លួនឯងចូលនៅឲ្យឆ្ងាយពីមនុស្សបែបនេះព្រោះអ្នកនឹងអាចចាញ់បោកគេនៅថ្ងៃណាមួយមិនខាន
ទី3មនុស្សដែលគ្មានចិត្តល្អហើយមិនចេះដឹងគុណសេចក្តីសប្បុរសគឺជាធាតុសំខាន់នៃចរិតល្អមនុស្សត្រូវតែមានចិត្តកតញ្ញូជានិច្ចដើម្បីទទួលបានការគោរពពីអ្នកដទៃលោក Shakespeare ធ្លាប់បាននិយាយថាមនុស្សដែលគ្មានសេចក្តីកតញ្ញូដូចជាយើងយកដៃចូលទៅក្នុងមាត់គេហើយគេខាំដៃរបស់យើងតាំងពីបុរាណកាលមកទឹកមួយដំណក់ត្រូវសងដោយទឹកនៅរដូវវស្សាប៉ុន្តែក្នុងជីវិតពិតមានតែមនុស្សខ្លះចង់បានតែមិនចង់ផ្ដល់អ្វីជាថ្នូរក្នុងការទាក់ទាញប្រយោជន៍ពីអ្នកដទៃដោយលោកតាបុត្រវង្សបាននិយាយថាបើគិតពីបានកុំសង្ឃឹមគេឲ្យហៅបុណ្យញយគង់ថយសិទ្ធានៅពេលដែលមនុស្សម្នាក់ស្ថិតក្នុងភាពក្រីក្រពួកគេមិនដែលគិតអំពីស្ថានភាពរបស់អ្នកទេហើយគ្រាន់តែដឹងពីរបៀបសុំអ្នកបន្ថែមមិនចេះចប់មិនចេះហើយពួកគេមិនខ្វល់ខ្វាយពីអ្នកហើយខ្វល់តែពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេប៉ុណ្ណោះពួកគេនិយាយរឿងល្អជាច្រើនដើម្បីសុំជំនួយពីអ្នកនៅពេលដែលពួកគេទទួលបានជោគជ័យពួកគេខ្លាចជាមនុស្សក្រអឺតក្រទមហើយភ្លេចពីជំនួយនិងសេចក្តីសប្បុរសរបស់អ្នកមនុស្សបែបនេះពិតជាគួរឲ្យខ្លាចពួកគេគ្មានចរិតនិងគ្មានសតិសម្បញ្ញៈប្រសិនបើអ្នកជួយគេគិតតែពីខ្លួនឯងប៉ុណ្ណោះប្រសិនបើអ្នកទុកចិត្តគេគ្រាន់តែប្រើប្រាស់អ្នកប៉ុណ្ណោះប្រសិនបើអ្នកជួបមនុស្សបែបនេះនៅជុំវិញខ្លួនអ្នកគួរនៅឲ្យឆ្ងាយពីពួកគេមនុស្សដែលមានចរិតល្អច្រើនតែមានមនុស្សនៅជុំវិញគេអ្វីដែលមានតម្លៃបំផុតនៅក្នុងជីវិតគឺចរិតលក្ខណៈហើយភាពស្រស់បំព្រងនៅក្នុងជីវិតរបស់មនុស្សគឺតែងតែកម្ចាត់ភាពអាក្រក់ក្នុងនាមជាមនុស្សត្រូវមានចិត្តសប្បុរសនិងកតញ្ញូនៅពេលដែលអ្នកទទួលបានការជួយសង្គ្រោះពីអ្នកដទៃអ្នកត្រូវតែចងចាំពីចិត្តសប្បុរសរបស់ពួកគេនិងតបស្នងសងគុណពួកគេវិញការជួយអ្នកដទៃពិតជាគុណធម៌ដ៏ប្រពៃប៉ុន្តែត្រូវមើលថាតើមនុស្សណាដែលសមឲ្យយើងផ្ដល់ជំនួយយើងមិនត្រូវធ្វើល្អចំពោះមនុស្សខុសនោះទេវាអាចរងការគំរាមកំហែងបង្កបញ្ហាឬបង្កើតសត្រូវទៅវិញមានរឿងខ្លីមួយបាននិទានថាបុរសម្នាក់លោតជង្គង់នៅចំពោះមុខព្រះហើយសង្ឃឹមថាព្រះនឹងជួយគាត់ឲ្យលែងលះជាមួយប្រពន្ធមួយសន្ទុះក្រោយមកប្រពន្ធរបស់គាត់បានមកលោតជង្គង់នៅមុខព្រះហើយអង្វរព្រះដែលសង្ឃឹមថារារាំងប្តីគាត់មិនឲ្យលែងលះជាមួយនាងជារៀងរហូតតើពេលនោះព្រះគួរធ្វើតាមសំណូមពររបស់អ្នកណាព្រះអង្គត្រឹមតែនៅស្ងៀមទុកអ្វីៗឲ្យវាបណ្ដោយទៅតាមព្រហ្មលិខិតមិនជួយនរណាម្នាក់ទាំងអស់ពេលខ្លះការជួយនរណាម្នាក់មិនមែនជាសេចក្តីមេត្តានោះទេពេលជួបមនុស្សក្រអ្នកគួរប្រយ័ត្នក្នុងការបែងចែកពួកគេជួយអ្នកដែលមានពលឺនៅក្នុងចិត្តជៀសវាងឲ្យឆ្ងាយពីអ្នកដែលមានបេះដូងខ្មៅងងឹតហើយមិនព្រមជួយអ្នកដែលមិនចេះដឹងគុណចូលចាំថាសេចក្តីសប្បុរសគឺជាជំនាញមិនមែនជាសេចក្តីស្រឡាញ់ដ៏លើសលប់នោះទេបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃហើយក៏សូមអភ័យទោសរកកំហុសខុសឆ្គងសង្ឃឹមថាជួបបងប្អូននៅវីដេអូក្រោយទៀតនៅក្នុងសម្រងសម្ដីរបស់លោក Bill Gates ដែលជាមហាសេដ្ឋីរបស់ពិភពលោកនិងជាស្ថាបនិកនៃក្រុមហ៊ុន Microsoft ហាក់ដូចជាកំពុងធ្វើការអត្ថាធិប្បាយអំពីភាពក្រនៅមានដែលវាបានប៉ះពាល់ដល់អារម្មណ៍និងឋានៈរបស់មនុស្សម្នាក់នៅក្នុងពិភពលោកពាក្យសម្ដីមួយឃ្លានោះគាត់បាននិយាយថាពេលអ្នកមានលុយអ្នកនឹងភ្លេចថាខ្លួនឯងជានរណាប៉ុន្តែនៅពេលដែលអ្នកមិនមានលុយពិភពលោកទាំងមូលនឹងភ្លេចថាអ្នកជានរណាពាក្យទាំងនេះបានបញ្ជាក់ថាស្ថានភាពហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងរបៀបដែលមនុស្សក្នុងពិភពលោកមើលឃើញអ្នកលោក Bill Gates ហាក់ដូចជាទទួលស្គាល់ថាការមានលុយនិងអត់លុយវាមានឥទ្ធិពលលើទស្សនៈរបស់មនុស្សមកលើខ្លួនយើងកលៈទេសៈសេដ្ឋកិច្ចជាផ្នែកមួយដែលជាមុនរួចទៅក្នុងជីវិតក្នុងការបង្កើតទំនាក់ទំនងរវាងមនុស្សនិងការយល់ឃើញរបស់មនុស្សដូចនេះពេលអ្នកមានលុយកុំចាយវាខ្ជិះខ្ជាយព្រោះថាអ្នកនឹងមិនដឹងថាខ្លួនឯងអន់ប៉ុណ្ណាទេនៅពេលដែលអ្នកក្រអ្នកនឹងត្រូវខ្ចីលុយគេសូម្បីតែ$100
យើងគួរតែចេះរៀបចំផែនការនៅពេលដែលយើងមានលុយត្រូវមានស្មារតីខ្ពស់ព្រោះពេលដែលអ្នកគ្មានលុយអ្នកនឹងត្រូវហុំព័ទ្ធដោយសត្រូវនៅពេលដែលអ្នកមានលុយអ្នកនឹងគិតថាលុយគ្មានតម្លៃប៉ុន្តែពេលដែលអ្នកគ្មានលុយអ្នកនឹងខ្លាចជាមនុស្សគ្មានតម្លៃពេលអ្នកមានលុយកុំភ្លេចថ្ងៃដែលអ្នកគ្មានលុយនៅក្នុងទីក្រុងដ៏អ៊ូអរជនក្រីក្រតែងតែធ្វើឲ្យមនុស្សជិះឆ្ងាយពីផ្លូវដែលគេដើរប៉ុន្តែបើអ្នកមានលុយទោះអ្នកទៅរស់នៅព្រៃភ្នំដាច់ស្រយាលក៏អាចទាក់ទាញសាច់ញាតិមិត្តភ័ក្តិដែលនៅឆ្ងាយមកលេងអ្នកដែរបើអ្នកក្រហើយមានសម្លៀកបំពាក់មិនសមរម្យច្រើនតែត្រូវគេធ្វើបាបនិងមើលងាយមនុស្សដែលធ្លាប់ឆ្លងកាត់ភាពក្រីក្រនិងទុក្ខវេទនាទើបអាចយល់ច្បាស់ពីអំណាចនៃទឹកប្រាក់ពេលគ្មានលុយពិបាកធ្វើអ្វីពេលអ្នកមានលុយអ្នកអាចធ្វើអ្វីបានគ្រប់យ៉ាងយ៉ាងងាយស្រួលទោះបីជាលុយមិនអាចនិយាយអ្វីបានប៉ុន្តែគ្រប់ទិដ្ឋភាពនៃជីវិតពិតគឺនិយាយអំពីលុយវេទមន្តនៃលុយគឺនៅគ្រប់ទីកន្លែងលុយអាចធ្វើឲ្យខ្មោចធ្វើការឲ្យអ្នកតែនៅពេលដែលអ្នកគ្មានលុយសូម្បីតែខ្មោចក៏មើលងាយអ្នកដែរពេលអ្នកមានផ្ទះរបស់អ្នកសម្បូរទៅដោយមនុស្សអ្នកអាចសើចសប្បាយនឹងផឹកស៊ីប៉ុន្តែពេលដែលអ្នកធ្លាក់ខ្លួនក្រផ្ទះរបស់អ្នកនឹងខ្លាចជាទីរហោស្ថានហើយសាច់ញាតិនិងមិត្តភ័ក្តិរបស់អ្នកនឹងខ្លាចទៅជាមនុស្សចម្លែកតែនៅពេលដែលយើងធ្លាក់ខ្លួនក្រីក្រយើងក៏អាចមើលឃើញថានរណាជាមិត្តពិតប្រាកដលុះត្រាតែយើងធ្លាក់ខ្លួនទើបយើងអាចដឹងថាសេរីរុងរឿងរបស់យើងកន្លងមកពិតឬคล้ายពេលដែលអ្នកមានលុយអ្នកគួរគិតជានិច្ចអំពីថ្ងៃដែលអ្នកអស់លុយកុំចាំតតែអ្នកគ្មានអ្វីទៀតទើបនឹកដល់ពេលដែលអ្នកមានលុយប្រសិនបើអ្នកមានអាហារគ្រប់គ្រាន់អ្នកនឹងមិនព្រួយបារម្ភអំពីជីវិតយើងគួរតែរៀបចំផែនការទុកជាមុននិងត្រៀមខ្លួនសម្រាប់គ្រោះថ្នាក់ក្នុងកំឡុងពេលអ្នកមានលុយដើម្បីជៀសវាងការព្រួយបារម្ភនៅពេលអនាគតនៅពេលដែលមនុស្សឈានដល់អាយុជាក់លាក់មួយពួកគេនឹងយល់ពីប្រាក់ចំណូលនិងប្រាក់សន្សំឲ្យមានស្ថិរភាពនៅពេលដែលមនុស្សជាទីស្រឡាញ់របស់អ្នកជួបទុក្ខលំបាកហើយអ្នកមិនអាចជួយគេបានដោយលុយអ្នកនឹងដឹងយ៉ាងជ្រាលជ្រៅថាលុយពិតជាសំខាន់នៅក្នុងជីវិតពិតសារៈសំខាន់នៃលុយគឺនៅគ្រប់ទីកន្លែងវាគ្រប់គ្រងជីវិតប្រចាំថ្ងៃរបស់អ្នកនិងរក្សាទំនាក់ទំនងផ្សេងៗនៅពេលដែលយើងមានលុយយើងប្រហែលជាមិនមានអារម្មណ៍ថាវាមានតម្លៃនោះទេប៉ុន្តែពេលយើងគ្មានលុយយើងនឹងមានអារម្មណ៍ថាយើងគ្មានតម្លៃនៅក្នុងសង្គមជាក់ស្ដែងនេះយើងត្រូវតែរៀនចេះសន្សំសំចៃនិងស្រឡាញ់រាល់ទ្រព្យសម្បត្តិដែលយើងពិបាករកយើងគួរតែគិតខំកែលម្អខ្លួនយើងហើយធ្វើឲ្យខ្លួនយើងកាន់តែមានតម្លៃគ្រប់គ្រងខ្លួនឯងឲ្យបានល្អសន្សំសំចៃនិងធ្វើការឲ្យបានច្រើនពេលយើងមានលុយក្នុងដៃយើងអាចរស់នៅបានសមរម្យនិងថ្លៃថ្នូរយើងមិនចាំបាច់មើលមុខអ្នកដទៃនៅពេលដែលយើងចង់ធ្វើអ្វីមួយយើងអាចមានទំនុកចិត្តលើខ្លួនឯងដូច្នេះហើយយើងគួរតែខិតខំរកលុយកុំចាយវាខ្ជិះខ្ជីកុំត្អូញត្អែកុំប្រៀបធៀបហើយអានសៀវភៅឲ្យបានច្រើនដើម្បីពង្រឹងខ្លួនឯងការមានលុយពិតជាសំខាន់ជាងអ្វីទាំងអស់ការមានលុយពិតជាសំខាន់ប៉ុន្តែវាមិនមែនជាអ្វីគ្រប់យ៉ាងក្នុងជីវិតយើងនោះទេខណៈពេលដែលយើងស្វែងរកទ្រព្យសម្បត្តិយើងមិនគួរប្រងើយកន្តើយនឹងតម្លៃសំខាន់ផ្សេងៗនៅក្នុងជីវិតដូចជាសុខភាពគ្រួសារមិត្តភាពសេចក្តីស្រឡាញ់និងក្តីស្រមៃរបស់យើងលុយគឺជាបញ្ហាបណ្ដោះអាសន្នគ្មានសមត្ថភាពជាបញ្ហារយៈពេលវែងតែបើអ្នកបោះបង់ខ្លួនឯងជាបញ្ហាមួយជីវិតពេលដែលយើងមានទ្រព្យសម្បត្តិគ្រប់គ្រាន់យើងគួរតែយកចិត្តទុកដាក់បន្ថែមទៀតទៅលើរាងកាយរបស់យើងយ៉ាងណាមិញរាងកាយគឺជារាជធានីមានតែរាងកាយដែលមានសុខភាពល្អទើបយើងអាចរីករាយនឹងជីវិតហើយអាចរកទ្រព្យសម្បត្តិបានច្រើនដូច្នេះយល់ល្អយើងគួរហាត់ប្រាណនិងរក្សារបៀបរស់នៅឲ្យមានសុខភាពល្អលើសពីនេះការស្រឡាញ់គ្រួសារគឺជាផ្នែកមួយដែលមិនអាចខ្វះបាននៅក្នុងជីវិតរបស់យើងនៅក្នុងដំណើរការនៃការរកលុយដ៏មមាញឹកយើងមិនគួរប្រងើយកន្តើយនៅពេលវេលា
និងការប្រស្រ័យទាក់ទងជាមួយគ្រួសាររបស់យើងឡើយចំណាយពេលឲ្យបានច្រើនជាមួយគ្រួសាររបស់អ្នកហើយចែករំលែកជីវិតនិងអារម្មណ៍របស់គ្នាទៅវិញទៅមកនេះជាពេលវេលាដ៏កក់ក្ដៅដែលមិនអាចវាស់ស្ទង់បានដោយលុយទន្ទឹមនឹងនេះយើងក៏គួរឲ្យតម្លៃទៅលើមិត្តភាពនិងសេចក្តីស្រឡាញ់របស់មនុស្សជុំវិញខ្លួនផងដែរការគាំទ្រនិងភាពជាដៃគូរបស់មិត្តភ័ក្តិនិងស្នេហាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតក្នុងដំណើរជីវិតរបស់យើងចូលកុំប្រងើយកន្តើយចំពោះអន្តរកម្មនិងការប្រស្រ័យទាក់ទងជាមួយពួកគេដោយសារតែការស្វែងរកលុយហួសហេតុពេកចូលចិត្តទុកដាក់ចំពោះអ្នកនៅជុំវិញខ្លួនហើយចំណាយពេលវេលាជាមួយពួកគេជាចុងក្រោយការលូតលាស់ខាងវិញ្ញាណផ្ទាល់ខ្លួនដ៏សំខាន់ក្រៅពីទ្រព្យសម្បត្តិយើងក៏ត្រូវស្វែងរកទ្រព្យសម្បត្តិខាងវិញ្ញាណផងដែរដូចជាការអានការគិតពិចារណាការធ្វើដំណើរកម្សាន្តការពង្រីកការយល់ដឹងនិងគំនិតរបស់អ្នកហើយធ្វើឲ្យអ្នកជាមនុស្សដែលមានគំនិតស៊ីជម្រៅនិងទទួលបានអត្ថន័យជីវិតកាន់តែច្រើនសរុបមកការមានលុយគឺល្អប៉ុន្តែមិនអាចចាត់ទុកថាវាជារឿងទាំងអស់នៅក្នុងជីវិតរបស់យើងឡើយខណៈពេលដែលយើងស្វែងរកទ្រព្យសម្បត្តិយើងក៏គួរយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវកាយផ្លូវចិត្តគ្រួសារស្នេហាមិត្តភាពនិងការរីកលូតលាស់ខាងវិញ្ញាណផ្ទាល់ខ្លួនរបស់យើងមានតែធ្វើតាមរបៀបនេះទេដែលជីវិតយើងពោរពេញដោយសុភមង្គលបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃហើយក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងសង្ឃឹមថាជួបបងប្អូននៅវីដេអូក្រោយទៀតខ្ញុំមិនបានបរាជ័យទេខ្ញុំគ្រាន់តែរកឃើញវិធីចំនួន 10000 ដែលមិនអាចទៅរួចទាំងនេះគឺជាពាក្យបំផុសគំនិតរបស់អ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យម្នាក់របស់ពិភពលោកគឺលោក Thomas Edison លោកត្រូវបានគេស្គាល់ថាជាអ្នកបង្កើតអំពូលភ្លើងប៉ុន្តែអ្នកដឹងទេថាគាត់បានសាកល្បងវត្ថុធាតុផ្សេងៗរាប់ពាន់មុខមុននឹងរកឃើញខ្សែដ៏ល្អឥតខ្ចោះសម្រាប់ផលិតអំពូលភ្លើងភាពអត់ធ្មត់និងអាកប្បកិរិយារបស់ Edison ចំពោះភាពបរាជ័យគឺជាមូលហេតុដែលធ្វើឲ្យគាត់ទទួលបានជោគជ័យមនុស្សជាច្រើនខ្លាចការបរាជ័យពួកគេបារម្ភថាបើគេបរាជ័យវាមានន័យថាពួកគេមិនល្អគ្រប់គ្រាន់ឬពួកគេអសមត្ថភាពនៅពេលដែលយើងបរាជ័យយើងអាចរៀនសូត្រពីអ្វីដែលយើងបានធ្វើនិងអ្វីដែលយើងមិនបានធ្វើយើងរៀនពីអ្វីដែលយើងត្រូវកែលម្អនិងអ្វីដែលយើងត្រូវផ្លាស់ប្ដូរយើងក៏អាចរៀនពីរបៀបតស៊ូនិងការបន្តឆ្ពោះទៅមុខសំរងសម្ដីរបស់លោក Thomas Edison ប្រៀបដូចជាអំពូលភ្លើងរបស់គាត់បំភ្លឺផ្លូវយើងនៅពេលយប់គាត់បានសាកល្បងវត្ថុធាតុផ្សេងៗរាប់ពាន់សម្រាប់អំពូលភ្លើងហើយបានបរាជ័យរាប់ពាន់ដងប៉ុន្តែគាត់មិនបានបោះបង់ឡើយហើយទីបំផុតគាត់បានរកឃើញសរសៃដ៏ល្អឥតខ្ចោះយើងសាកស្រមៃមើលបើលោក Edison បោះបង់បន្ទាប់ពីការព្យាយាមលើកដំបូងឬលើកទី2យើងប្រហែលជាមិនមានអំពូលភ្លើងនៅថ្ងៃនេះទេឬវាអាចចំណាយពេលយូរជាងនេះសម្រាប់នរណាម្នាក់ផ្សេងទៀតក្នុងការបង្កើតវាអាកប្បកិរិយារបស់ Edison ចំពោះការបរាជ័យគឺជាអ្វីដែលធ្វើឲ្យគាត់ទទួលបានជោគជ័យយើងទាំងអស់គ្នាអាចរៀនពីអាកប្បកិរិយារបស់ Edison ចំពោះការបរាជ័យនៅពេលដែលយើងបរាជ័យយើងមិនគួរបោះបង់ចោលឡើយយើងគួរតែបន្តព្យាយាមនិងបន្តការរៀនសូត្រយើងគួរតែទទួលយកភាពបរាជ័យជាផ្នែកមួយនៃធម្មជាតិនៃជីវិតហើយប្រើវាជាជំហានដើម្បីឆ្ពោះទៅរកភាពជោគជ័យសម្រងសម្ដីរបស់លោក Thomas Edison គឺជាការរំលឹកដ៏ល្អឥតខ្ចោះថាការបរាជ័យមិនមែនជាទីបញ្ចប់នោះទេវាគ្រាន់តែជាការចាប់ផ្ដើមនៃដំណើរឆ្ពោះទៅរកភាពជោគជ័យប៉ុណ្ណោះ
ចូលយើងកុំខ្លាចការបរាជ័យvì គ្រាន់តែជាផ្នែកមួយនៃដំណើរឆ្ពោះទៅរកអ្វីដែលអស្ចារ្យបើយើងខ្លាចក្នុងការធ្វើអ្វីមួយព្រោះតែខ្លាចធ្វើខុសយើងនឹងមិនអាចធ្វើអ្វីបានទាំងអស់នោះគឺជាកំហុសដ៏អាក្រក់បំផុតលោក Thomas Edison បរាជ័យ 1000 ដងមុនគាត់បង្កើតអំពូលភ្លើងបានលោក Richard Branson បានបោះបង់ការសិក្សានៅអាយុ15ឆ្នាំតាមទស្សនវិស័យវាមើលទៅដូចជាអាក្រក់ណាស់នៅពេលនោះប៉ុន្តែអ្នកទាំងពីរបានក្លាយជាអ្នកជំនួញឈានមុខគេនៅលើពិភពលោកនេះគ្រាន់តែជាមនុស្សពីរនាក់ប៉ុណ្ណោះក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ដែលបានផ្លាស់ប្ដូរពិភពលោកតើយើងដឹងទេថាហេតុអ្វីដោយសារតែពួកគេព្យាយាមពួកគេមិនអស់សង្ឃឹមពួកគេនៅតែតស៊ូបន្ទាប់ពីពួកគេបរាជ័យជាច្រើនដងប្រសិនបើយើងចង់សម្រេចគោលដៅរបស់ខ្លួនការបរាជ័យគឺជាផ្នែកមួយនៃដំណើរឆ្ពោះទៅរកភាពជោគជ័យវាមិនអីទេបើអ្នកបរាជ័យការបរាជ័យធ្វើឲ្យយើងទទួលបានបទពិសោធន៍ថ្មីៗចេះអភិវឌ្ឍខ្លួនចេះជួសជុលការបរាជ័យរបស់យើងប៉ុន្តែយើងមិនអាចជួសជុលអ្វីដែលយើងមិនធ្លាប់សាកល្បងពីមុនបានទេគ្មាននរណាម្នាក់នៅលើពិភពលោកនេះដែលមិនធ្លាប់ភ្លួររសជាតិនៃការបរាជ័យប៉ុន្តែមនុស្សឆ្លាតបានរៀនសូត្រពីវាយ៉ាងច្រើនពីបទពិសោធន៍នៃការបរាជ័យហើយយកបទពិសោធន៍ទាំងនោះធ្វើជាផ្លូវរបស់ពួកគេដើម្បីឈានទៅរកភាពជោគជ័យភាពជោគជ័យវាអាស្រ័យលើយើងតើយើងមានប្រតិកម្មយ៉ាងណានៅពេលដែលយើងចាញ់ឬបរាជ័យតើយើងសម្រេចចិត្តយ៉ាងណាត្រូវឈប់ឬបន្តទៅមុខយើងមិនគួរឈប់ព្យាយាមទេព្រោះយើងដើរមកឆ្ងាយទៅហើយវាជិតដល់ភាពជោគជ័យទៅហើយបើយើងឈប់បន្តទៅមុខនោះទើបជាការបរាជ័យពិតប្រាកដការស្រាវជ្រាវបានបញ្ជាក់ថាមានតែមនុស្សពាក់កណ្ដាលទេដែលកំពុងស្វែងរកក្តីសុបិនរបស់ពួកគេដោយប្រើកម្លាំងនិងទេពកោសល្យហើយឆ្ពោះទៅមុខដោយរីករាយមួយចំនួនទៀតបរាជ័យមួយលើកពីរលើកពួកគេបានសម្រេចចិត្តមិនព្យាយាមតទៅមុខទៀតនោះហើយជាកន្លែងដែលពួកគេធ្វើខុសហើយបាត់បង់ឱកាសដើម្បីភ្លក់រសជាតិនៃភាពជោគជ័យខ្ញុំបានឃើញមនុស្សទាំងនោះឈប់បន្តទៅមុខហើយប្រើលេសមិនពិតមួយចំនួនដើម្បីការពារខ្លួនការបរាជ័យមិនមែនជាចុងបញ្ចប់ប៉ុន្តែវាគ្រាន់តែជាសញ្ញាមួយដែលប្រាប់អ្នកថាត្រូវកែកំហុសកុំខ្មាស់អៀនពីរឿងបរាជ័យរៀនសូត្រពីវានឹងនាំផ្លូវអ្នកវានឹងធ្វើឲ្យអ្នកមានថាមពលនិងមានអារម្មណ៍រំភើបនៅពេលដែលយើងជួបភាពបរាជ័យយើងមានជម្រើសពីរគឺបន្តនិងឈប់អ្នកខ្លះជ្រើសរើសការប្រយុទ្ធនិងតស៊ូជាមួយការបរាជ័យរបស់ពួកគេហើយបន្ទាប់មកអ្នកនឹងក្លាយជាបុគ្គលគំរូដូចជា Thomas Edison និង Richard Branson តើអ្នកចង់ជ្រើសរើសការបរាជ័យជាទីបញ្ចប់របស់អ្នកឬអ្នកជ្រើសរើសការបរាជ័យជាបទពិសោធន៍នៃការសិក្សាដែលគ្មានក្នុងសៀវភៅរាល់ពេលដែលយើងបរាជ័យក្នុងការធ្វើអ្វីមួយយើងអាចរៀនមេរៀនដែលយើងចង់រៀនមេរៀនទាំងនេះមានសារៈសំខាន់ណាស់វាជាមេរៀនដែលធ្វើឲ្យយើងចេះអភិវឌ្ឍខ្លួននិងរបៀបដែលយើងមិនអាចធ្វើឲ្យមានកំហុសបែបនេះជាលើកទី2រាល់ការបរាជ័យដែលអាចបញ្ឈប់យើងបានលុះត្រាតែយើងអនុញ្ញាតប៉ុណ្ណោះប្រសិនបើយើងរៀននិងទទួលយកបទពិសោធន៍ពីភាពបរាជ័យរបស់យើងថ្ងៃណាមួយការបរាជ័យទាំងអស់នេះនឹងនាំឲ្យយើងទទួលបាននូវភាពជោគជ័យបើយើងចង់ធ្វើឲ្យបានល្អជាងអ្នកដទៃយើងត្រូវតែប្រឹងប្រែងឲ្យខ្លាំងមិនបោះបង់ចោលហើយបើយើងបរាជ័យត្រូវទទួលយកវាព្រោះវាជាបទពិសោធន៍នៃការសិក្សាថ្មីហើយព្យាយាមវាម្ដងទៀតជាមួយនឹងការព្យាយាមម្ដងហើយម្ដងទៀតយើងនឹងទទួលបានថាមពលថ្មីភាពរំភើបថ្មីនិងចំណងចំណូលចិត្តវាផ្ដល់ឲ្យយើងនូវសមត្ថភាពដែលអាចបំបែកជញ្ជាំងនៃភាពបរាជ័យកុំបញ្ឈប់ខ្លួនឯងទោះលំបាកប៉ុណ្ណាក៏ដោយថ្ងៃណាមួយពន្លឺនឹងមកហើយសាយភីក្លិននៃភាពជោគជ័យនៅជុំវិញខ្លួនយើងបរាជ័យពិតជាប៉ះពាល់ដល់អារម្មណ៍យើងខ្លាំងហើយពិបាកនឹងងើបឡើងវិញតែសូមកុំបោះបង់ភាពធន់របស់អ្នកជាអាវុធដ៏សំខាន់ដែលអាចផ្ដួលភាពបរាជ័យភាពបរាជ័យមិនអាចទប់ទល់នឹងការតស៊ូរបស់អ្នកបានទេវាងាយស្រួលណាស់ក្នុងការមានទំនួលខុសត្រូវនៅពេលដែលអ្វីៗដំណើរការល្អ
ប៉ុន្តែវាជារឿងពិបាកក្នុងការមានទំនួលខុសត្រូវនៅពេលដែលអ្វីៗមិនដំណើរការទោះយ៉ាងណាក៏ដោយបុគ្គលដែលមានទំនួលខុសត្រូវពិតប្រាកដទទួលយកទំនួលខុសត្រូវលើគ្រប់បញ្ហាទាំងល្អនិងមិនល្អនៅចុងបញ្ចប់យើងនឹងទទួលខុសត្រូវទាំងស្រុងចំពោះភាពបរាជ័យនិងជោគជ័យរបស់យើងហើយនៅពេលដែលយើងដឹងឆាប់រហ័សថាយើងធ្វើខុសយើងទទួលយកវាហើយបញ្ចូលវាទៅជាក្រមសីលធម៌ក្នុងការងាររបស់យើងនោះយើងនឹងចាប់ផ្ដើមទទួលបានជោគជ័យតែបើយើងបន្ទោសអ្នកដទៃពីការបរាជ័យរបស់យើងនោះយើងមិនអាចងើបចេញពីការបរាជ័យជារៀងរហូតនៅលើโลกយើងនេះអ្វីៗសុទ្ធតែមានភាពផ្ទុយគ្នាទីណាមានភាពជោគជ័យទីនោះក៏មានភាពបរាជ័យទោះបីជាមនុស្សគ្រប់គ្នាចង់ធ្វើឲ្យជីវិតរបស់ពួកគេពោរពេញដោយភាពរីករាយនិងជោគជ័យក៏ដោយក៏គ្មាននរណាម្នាក់អាចបដិសេធលទ្ធភាពនៃភាពសោកសៅនិងការបរាជ័យបានដែរមនុស្សគ្រប់រូបឆ្លងកាត់ការឡើងចុះក្នុងឆាកជីវិតបុគ្គលដែលទទួលបានភាពជោគជ័យដ៏អស្ចារ្យបានឆ្លងកាត់ចំណែកនៃការបរាជ័យក្នុងដំណើរជីវិតរបស់គេដូច្នេះហើយដោយសារតែភាពបរាជ័យជាផ្នែកមួយនៃជីវិតយើងត្រូវដោះស្រាយវាឲ្យមានប្រសិទ្ធភាពដើម្បីធ្វើឲ្យជីវិតរបស់យើងជោគជ័យនៅពេលដែលយើងជោគជ័យឬបរាជ័យយើងត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះការបរាជ័យនិងជោគជ័យរបស់យើងមិនត្រូវបន្ទោសអ្នកដទៃឬកលៈទេសៈដើម្បីបង្វែរការស្ដីបន្ទោសខ្លួនឯងទៅលើអ្នកដទៃការស្ដីបន្ទោសអ្នកដទៃនិងការមិនទទួលខុសត្រូវវាអាចរារាំងយើងពីការឈានដល់សក្តានុពលពេញលេញរបស់យើងមិនគួរបាក់ទឹកចិត្តនៅពេលដែលយើងបរាជ័យនោះទេព្រោះការបរាជ័យជាឱកាសដ៏មានតម្លៃក្នុងការរៀនសូត្របើមិនដូច្នេះទេនៅពេលដែលយើងខ្លាចជាអ្នកដឹកនាំយើងនឹងមានទំនោរដាក់ទណ្ឌកម្មអ្នកក្រោមបង្គាប់ចំពោះការបរាជ័យរបស់យើងជំនួសឲ្យការលើកទឹកចិត្តពួកគេឲ្យរៀនសូត្រពីការបរាជ័យបើអ្នកធ្វើបែបនេះវាគ្រាន់តែជារឿងឆោលងងប្រៀបដូចជាការទម្លាក់អំណាចនៃភាពដឹកនាំរបស់អ្នកទៅវិញពេលខ្លះការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពគឺមិនគ្រប់គ្រាន់ដើម្បីសម្រេចគោលដៅដែលយើងចង់បាននៅក្នុងជីវិតនោះទេវាស្ថិតលើផែនការរបស់អ្នកថាត្រឹមត្រូវប៉ុណ្ណាមនុស្សត្រូវឆ្លងកាត់ការបរាជ័យព្រោះគ្មានផែនការណាល្អឥតខ្ចោះនោះទេហើយការខិតខំប្រឹងប្រែងរបស់យើងនឹងបរាជ័យនៅចំពោះមុខឧបសគ្គដែលស្មានមិនដល់ដែលយើងមិនបានរៀបចំទុកជាមុនទោះយ៉ាងណាក៏ដោយការស្ដីបន្ទោសអ្នកដទៃឬបន្ទោសលើកលៈទេសៈវាមិនផ្ដល់ផលល្អដល់អ្នកឡើយអ្នកត្រូវតែទទួលខុសត្រូវចំពោះការបរាជ័យរបស់អ្នកដើម្បីឆ្ពោះទៅមុខក្នុងជីវិតយើងគួរតែក្រោកឡើងជាមួយនឹងធម៌ពលទំនុកចិត្តនៅពេលដែលជីវិតជួបបញ្ហាប្រឈមមុខណាមួយភាពបរាជ័យគឺជាផ្នែកមួយដែលមិនអាចជៀសផុតពីជីវិតហើយមនុស្សគ្រប់គ្នាឆ្លងកាត់វានៅពេលណាមួយនៅក្នុងជីវិតរបស់ពួកគេហើយអាកប្បកិរិយារបស់យើងជាអ្នកកំណត់ថាតើយើងអាចត្រឡប់មកវិញបានទៀតឬបណ្ដោយទៅតាមព្រហ្មលិខិតឲ្យជីវិតរបស់យើងជួបការលំបាករហូតដល់ស្លាប់បើយើងទទួលខុសត្រូវចំពោះការបរាជ័យរបស់យើងប្រកាសជាមានអាកប្បកិរិយាក្នុងការក្រោកឈរម្ដងទៀតការទទួលខុសត្រូវចំពោះការបរាជ័យរបស់យើងគឺជាទម្លាប់ដ៏អស្ចារ្យមួយដែលអាចបណ្ដុះបណ្ដាលជីវិតយើងឲ្យកាន់តែប្រសើរឡើងវាបានផ្ដល់អំណាចឲ្យយើងក្នុងការសម្រេចចិត្តដើម្បីក្រោកចេញពីភាពបរាជ័យនិងធ្វើឲ្យជីវិតយើងកាន់តែសម្បូរបែបបរាជ័យមិនមែនជាភស្តុតាងបញ្ជាក់ថាយើងជាមនុស្សអសមត្ថភាពនោះទេប៉ុន្តែវាគឺជាឱកាសមួយដើម្បីឲ្យយើងរៀនសូត្រពីអ្វីដែលវាបានផ្ដល់ឲ្យយើងនិងសរសេរពីរឿងរ៉ាវជោគជ័យរបស់យើងដូច្នេះកុំខកចិត្តហើយទទួលយកការបរាជ័យវាជាឱកាសដើម្បីរៀននិងធ្វើឲ្យជីវិតរបស់អ្នករីកចម្រើនគ្មានបុគ្គលណាមានអំណាចលើជីវិតរបស់យើងបានទេមានតែយើងប៉ុណ្ណោះដែលមានអំណាចក្នុងជីវិតរបស់យើងលុះត្រាតែយើងទទួលខុសត្រូវទាំងស្រុងទៅលើខ្លួនឯងយើងមិនអាចបង្ខំអ្នកផ្សេងឲ្យទទួលខុសត្រូវចំពោះជីវិតយើងបានឡើយហើយតាមរយៈការធ្វើដូច្នេះធ្វើឲ្យខ្លួនយើងខ្លាចជាមនុស្សដែលអាចពឹងផ្អែកលើខ្លួនឯងបានវាហាក់ដូចជារឿងពិបាកបំផុតនៅក្នុងពិភពលោកក្នុងការទទួលស្គាល់ថាយើងបានធ្វើខុស
ហើយព្យាយាមធ្វើវាឲ្យត្រឹមត្រូវវាតម្រូវឲ្យយើងប្រជែងនឹងស្ថានភាពក្នុងការបង្កើតខ្លួនឯងយើងគួរតែទទួលខុសត្រូវទាំងស្រុងចំពោះជោគជ័យឬបរាជ័យរបស់យើងហើយកុំភ្លេចថាភាពជោគជ័យតែងតែចាប់ផ្ដើមពីការបរាជ័យបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃហើយក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងសង្ឃឹមថាជួបបងប្អូននៅវីដេអូក្រោយទៀតកុំបោះបង់ខ្លួនឯងក្នុងដំណើរជីវិតរបស់មនុស្សគ្រប់រូបតែងតែជួបឧបសគ្គនិងការលំបាកជាច្រើនកំឡុងពេលដែលមានការលំបាកទាំងនេះយើងអាចនឹងមានអារម្មណ៍តានតឹងហើយចង់លើកទង់ជ័យសរទោះលំបាកប៉ុណ្ណាក៏ដោយយើងគួរចងចាំថារឿងមួយគឺកុំបោះបង់ខ្លួនឯងជីវិតគឺមិនរលូនទាំងអស់ទេមនុស្សគ្រប់រូបនឹងជួបប្រទះនឹងការសាកល្បងនៅឧបសគ្គផ្សេងៗគ្នាឧបសគ្គខ្លះហាក់បីដូចជាមិនអាចឲ្យយើងឆ្លងកាត់បានប៉ុន្តែបញ្ហាទាំងនេះគឺជាឱកាសសម្រាប់យើងអភិវឌ្ឍខ្លួនវាជាវិញ្ញាសានៃជីវិតដែលចាំឲ្យយើងប្រឡងនៅពេលដែលយើងប្រឈមមុខនឹងការលំបាកអ្វីដែលសំខាន់បំផុតគឺខ្លួនយើងអាចមានជម្រើសចុះចាញ់ឬជ្រើសរើសការតស៊ូហើយបញ្ហាប្រឈមនោះនឹងលបងយើងឲ្យបោះបង់ការលបងឲ្យបោះបង់វាអាចកើតឡើងខ្លាំងនៅពេលដែលយើងជួបប្រទះនឹងការបរាជ័យក្នុងអាជីពរបស់យើងនៅពេលដែលយើងខិតខំប្រឹងប្រែងតែវាហាក់ដូចជាមិនទទួលបានអ្វីទាល់តែសោះហើយនៅពេលដែលយើងមានអារម្មណ៍ថាយើងមិនអាចបន្តទៅមុខទៀតទេគំនិតនៃការបោះបង់នឹងវាយលុកផ្លូវចិត្តរបស់យើងត្រង់ចំណុចនេះយើងត្រូវរំលឹកខ្លួនឯងថារាល់ការបរាជ័យគឺជាឱកាសសម្រាប់ការអភិវឌ្ឍខ្លួនអ្វីៗទាំងអស់សុទ្ធតែអាចចាប់ផ្ដើមឡើងវិញនៅពេលដែលសហគ្រិនដ៏ល្បីល្បាញគឺលោក Steve Jobs កាលពីលោកនៅក្មេងលោកត្រូវគេបណ្ដេញចេញពីក្រុមហ៊ុន Apple ដែលលោកបង្កើតដែលជាការប៉ះទង្គិចដ៏ខ្លាំងដល់លោកតែលោក Steve Jobs មិនបានបោះបង់ទេលោកបានចាប់ផ្ដើមបើកក្រុមហ៊ុនថ្មីមួយគឺ Pixar Animation Studio ដូច្នេះយើងមិនគួរបោះបង់ខ្លួនឯងការបរាជ័យវាអាចឲ្យយើងឈានរកឱកាសថ្មីមួយជីវិតពោរពេញដោយបញ្ហាប្រឈមគ្រប់ដំណាក់កាលនៃជីវិតគឺពោរពេញដោយបញ្ហាយើងមិនអាចទស្សន៍ទាយអនាគតបានទេប៉ុន្តែយើងអាចគ្រប់គ្រងពីរបៀបដែលយើងប្រឈមនឹងការលំបាកមធ្យោបាយដ៏ល្អបំផុតគឺរក្សាកប្បកិរិយាវិជ្ជមាននិងប្រឈមមុខជាមួយនឹងបញ្ហាដោយភាពក្លាហានទោះបីជាលទ្ធផលមិនមែនជាអ្វីដែលយើងចង់បានក៏ដោយភាពក្លាហានក្នុងការតស៊ូគឺជាអ្វីដែលយើងគួរមានមោទនភាពការទទួលរងសម្ពាធខាងក្រៅនៅក្នុងជីវិតយើងតែងតែរងសម្ពាធពីខាងក្រៅពេលខ្លះមកពីគ្រួសារពេលខ្លះមកពីមិត្តភ័ក្តិនិងសូម្បីតែសង្គមប៉ុន្តែទោះជាពិភពលោកខាងក្រៅមានសភាពអ៊ូអរយ៉ាងណាក៏ដោយយើងគួររក្សាជំនឿចិត្តរបស់យើងហើយមិនគួរបណ្ដោយឲ្យគំនិតខាងក្រៅមកប៉ះទង្គិចលើទំនុកចិត្តរបស់យើងឡើយយើងមិនឲ្យវាមកប៉ះពាល់ក្តីសង្ឃឹមនិងការប្រឹងប្រែងសម្រាប់អនាគតរបស់យើងនៅក្នុងពិភពលោកបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សការរក្សាអត្តសញ្ញាណរបស់ខ្លួនឯងនិងការប្រកាន់ភ្ជាប់នូវឧត្តមគតិរបស់ខ្លួនឯងគឺពិតជាគុណភាពដ៏កម្រនិងមានតម្លៃពេលដែលយើងជ្រើសរើសមិនបោះបង់ខ្លួនឯងយើងមិនគួរបោះបង់ខ្លួនឯងនៅពេលដែលយើងជួបការបរាជ័យព្រោះការបរាជ័យជាជំហានឆ្ពោះទៅរកភាពជោគជ័យដូច្នេះនៅពេលដែលយើងមានអារម្មណ៍ថាហត់នឿយនិងថប់អារម្មណ៍នៅពេលដែលអ្នកមានអារម្មណ៍ថាផ្លូវខាងមុខមិនអាចបន្តទៅមុខទៀតបានចូលចាំថាកុំបោះបង់ខ្លួនឯងជឿជាក់លើខ្លួនឯងហើយប្រកាន់ភ្ជាប់នៅគំនិតរបស់ខ្លួនឯងនោះអ្នកនឹងឃើញថាឧបសគ្គទាំងនោះដែលអ្នកធ្លាប់ឆ្លងកាត់ពីមុនមកវានឹងក្លាយជាសក្ខីកម្មនៃភាពរីកចម្រើនរបស់អ្នក
នឹងប្រែក្លាយទៅជាផ្លែផ្កាដ៏ស្រស់ស្អាតនាពេលអនាគតដំណើរជីវិតគឺវែងឆ្ងាយនិងពោរពេញទៅដោយឧបសគ្គប៉ុន្តែរាល់ជំហាននៃការតស៊ូគឺជាការលះបង់ដ៏ស្រស់ស្អាតសម្រាប់ខ្លួនយើងមិនថាផ្លូវខាងមុខលំបាកយ៉ាងណាចូលចាំថាកុំបោះបង់ខ្លួនឯងព្រោះភាពក្លាហាននឹងការតស៊ូរបស់អ្នកគឺជាកម្លាំងដ៏អស្ចារ្យដ៏មានតម្លៃនិងជាជីវិតដ៏ស្រស់ស្អាតបំផុតថ្ងៃមុនគេមើលមកខ្ញុំខុសថ្ងៃនេះក៏មើលខុសទៀតហើយខ្ញុំនៅតែជាខ្ញុំមិនខ្លាចនរណាមើលមកខ្ញុំខុសនោះទេនេះជាពាក្យសម្ដីរបស់ឆាវក្នុងរឿងនគរទាំង3ជាសម្ដីដែលពោរពេញទៅដោយទំនុកចិត្តភាពជឿជាក់លើខ្លួនឯងនិងគំនិតវិជ្ជមានចំណុចខ្សោយពិសេសបំផុតមួយនៃធម្មជាតិរបស់មនុស្សគឺការយកចិត្តទុកដាក់ចំពោះរបៀបដែលអ្នកដទៃមើលមកខ្លួនឯងមនុស្សជាច្រើនត្រូវទស្សនៈនិងគំនិតអ្នកដទៃគ្រប់គ្រងពីលើបាត់ភាពជាខ្លួនឯងវាជាបញ្ហាសកលវាជារឿងធម្មតាទេក្នុងការខ្វល់ខ្វាយពីយោបល់និងទស្សនៈរបស់អ្នកដទៃតែអ្នកត្រូវតែស្គាល់ខ្លួនឯងជាមុនស្គាល់គោលដៅជីវិតនិងឧត្តមគតិរបស់ខ្លួនឯងនោះអ្នកនឹងមិនវង្វេងផ្លូវលើយោបល់និងទស្សនៈរបស់អ្នកដទៃមានមនុស្សគ្រប់ប្រភេទដែលនិយាយអំពីអ្នកនៅពីក្រោយខ្នងរបស់អ្នកហើយអ្នកតែងតែកែតម្រូវតាមមាត់របស់អ្នកដទៃមិនចេះចប់មិនចេះហើយរហូតដល់វង្វេងផ្លូវលែងស្គាល់ខ្លួនឯងមនុស្សមានមាត់តែមិនប្រកាសថាមានខួរគេគ្រាន់តែនិយាយតាមបំណងគេយើងអាចបដិសេធរាល់សម្ដីឥតប្រយោជន៍ដែលមិនពាក់ព័ន្ធធ្វើឲ្យដំណើរជីវិតយើងរីកចម្រើនតើទស្សនៈរបស់ពិភពលោកខាងក្រៅមានសារៈសំខាន់ទេនៅក្នុងជីវិតរបស់មនុស្សជួបប្រទះទុក្ខវេទនាជាច្រើនគ្មាននរណាម្នាក់មានជីវិតល្អឥតខ្ចោះនោះទេដូច្នេះកុំរំពឹងខ្លាំងពេកថាមនុស្សរាល់គ្នាស្រឡាញ់អ្នកកើតមកជាមនុស្សអ្នកត្រូវតែត្រៀមចិត្តសម្រាប់ការវិដំឡៃពីមនុស្សជាទីស្រឡាញ់មិត្តភ័ក្តិគ្រួសារនិងសង្គមនេះគឺជាផ្នែកមួយនៃជីវិតរបស់យើងមិនគួរប្រើផែនទីរបស់អ្នកដទៃដើម្បីស្វែងរកផ្លូវរបស់យើងវាអាចនាំឲ្យយើងមានភាពច្របូកច្របល់វង្វេងផ្លូវនិងបាត់បង់ឱកាសមើលភាពស្រស់ស្អាតនៅតាមផ្លូវនៃដំណើរជីវិតរបស់យើងអ្វីដែលអាចជួយសង្គ្រោះយើងពីភាពតានតឹងទាំងនោះបានគឺយើងត្រូវចាំថា100ឆ្នាំទៅខាងមុខទៀតនឹងគ្មាននរណាម្នាក់ចាំពេលនេះទេហើយក៏គ្មាននរណាខ្វល់ពីអ្នកទៀតឡើយលោកតាក្រុមងុយបាននិយាយថាចង់ឈ្នះមនុស្សអសុរោះស្ដីលេងលេះលោះកុំធ្វើជាដឹងយើងស្ដីត្រង់ណាឲ្យចំត្រង់នឹងឃើញរូបយើងរឹងខ្លាចយើងខាងក្រោយភាពមើងម៉ាត់ការប្រងើយកន្តើយពីការមើងងាយរបស់អ្នកដទៃវាមានអនុភាពអាចលាក់បាំងចិត្តរបស់យើងមិនឲ្យអ្នកណាប៉ះពាល់វាបានលើកលែងតែយើងអនុញ្ញាតជីវិតប្រៀបដូចជាហ្គេមហើយវាអាស្រ័យលើការលេងរបស់យើងបើយើងមិនមានសមត្ថភាពខ្លាំងនោះទេយើងគ្រាន់តែធ្វើសកម្មភាពតាមកលៈទេសៈទៅបានហើយជាឧទាហរណ៍នៅកន្លែងធ្វើការបើអ្នកគ្រាន់តែជាអ្នកក្រោមបង្គាប់គេគួរតែចេះប្រុងប្រយ័ត្នបើអ្នកជាថ្នាក់ដឹកនាំអ្នកគួរតែហ៊ានសម្រេចចិត្តបើអ្នកជាតារាអ្នកគួរតែមានភាពស្រស់ស្អាតដើរលើគម្រាព្រំក្រហមប៉ុន្តែបើអ្នកចង់ទាក់ទាញអ្នកត្រូវធ្វើអំពើសប្បុរសធម៌បើអ្នកកំណត់គោលដៅជីវិតគ្រាន់តែស្វែងរកសុភមង្គលនិងជៀសវាងការជឿចាប់នោះអ្នកនឹងត្រូវឆ្លងកាត់ទុក្ខសោកប្រសិនបើអ្នកកំណត់គោលបំណងជីវិតថាជាបទពិសោធន៍នោះ
អ្នកនឹងទទួលបានភាពរីករាយកំហឹងទុកព្រួយនិងសុភមង្គលគ្រប់បែបយ៉ាងពេលនោះអ្នកនឹងមិនពិបាកចិត្តខ្លាំងហើយក៏មិនខ្លាចការឈឺចាប់នៅពេលដែលអ្នកប្រឈមមុខនឹងបញ្ហាអ្នកនឹងសួរខ្លួនឯងថាហេតុអ្វីបានជារឿងនេះធ្វើឲ្យខ្ញុំមិនស្រួលចិត្តតើខ្ញុំអាចផ្លាស់ប្ដូរអ្វីនៅក្នុងខ្លួនរបស់ខ្ញុំពន្លឺដែលភ្លឺពីខាងក្នុងមកខាងក្រៅវាមិនត្រឹមតែភ្លឺមកលើខ្លួនអ្នកប៉ុណ្ណោះទេប៉ុន្តែវាបានបំភ្លឺអ្នកដទៃផងដែរអ្នកនឹងមានព្រលឹងនៃភាពក្លាហាននិងគួរឲ្យចាប់អារម្មណ៍ចូលគុំចម្លងរបៀបរស់នៅរបស់អ្នកដទៃដោយងងឹតងងល់គុំរស់នៅក្នុងការរំពឹងទុករបស់អ្នកដទៃហើយគុំយកអ្វីដែលអ្នកដទៃគិតថាសំខាន់ជាគោលដៅជីវិតរបស់អ្នកបើអ្នកធ្វើដូច្នេះអ្នកនឹងក្លាយជាមនុស្សល្ងងចូលរើសយកអ្វីដែលមានតម្លៃសម្រាប់ដំណើរជីវិតរបស់អ្នកនោះទើបជារឿងល្អប្រសិនបើអ្នករាល់គ្នារស់នៅសម្រាប់ខ្លួនឯងនោះជីវិតគឺជារបស់អ្នកមិនចាំបាច់យកចិត្តទុកដាក់លើការវាយតម្លៃរបស់អ្នកដទៃគេមិនមានអ្វីដែលជាប់ពាក់ព័ន្ធនឹងជីវិតអ្នកឡើយគេមិនបានទទួលខុសត្រូវលើជីវិតអ្នកឡើយមានតែអ្នកទេដែលទទួលខុសត្រូវលើជីវិតរបស់ខ្លួនឯងមនុស្សអាចរស់នៅតាមភាពជាស្ដែងប៉ុន្តែកុំយកចិត្តទុកដាក់នឹងពាក្យសម្ដីរបស់អ្នកដទៃខ្លាំងពេកប្រសិនបើអ្វីៗដំណើរការដោយការគ្រោងទុកវាមិនមែនជាជីវិតទេនៅក្នុងពិភពលោកពិតភាពរីករាយគូនឹងទុកព្រួយភាពជូរចត់គូនឹងផ្អែមល្ហែមចំណេញគូនឹងខានការពេញចិត្តគូនឹងការខកចិត្តពិភពលោកសិតតែមានភាពទួយគ្នាកុំធ្វើអ្វីដែលមិនមានលទ្ធផលហើយទទួលយកអ្វីជារបស់ខ្លួនឯងយើងមិនមែនជាព្រះដែលនរណាមកបួងសួងសុំអ្វីក៏បាននោះទេពេលវេលារបស់អ្នកខ្លីណាស់អ្នកគឺជាអ្នកវាមិនត្រូវបានកំណត់ដោយអ្នកដទៃទេប៉ុន្តែវាកំណត់ដោយខ្លួនអ្នកមនុស្សដែលមានស្មារតីរឹងមាំគឺមិនខ្វល់ពីអ្វីដែលអ្នកដទៃគិតច្រើនពេកនោះទេជោគជ័យមិនមែនជាគន្លឹះនៃសុភមង្គលគឺជាគន្លឹះនៃភាពជោគជ័យបើអ្នកស្រឡាញ់អ្វីដែលអ្នកកំពុងធ្វើអ្នកនឹងជោគជ័យនេះជាសម្ដីរបស់ Albert Schweitzer ជាអ្នកនិពន្ធដ៏ល្បាញល្បីដែលលោកបានចាប់កំណើតនៅថ្ងៃទី14ខែមករាឆ្នាំ1874និងបានទទួលមរណភាពនៅថ្ងៃទី4ខែកញ្ញាឆ្នាំ1965គាត់បានណែនាំថាភាពជោគជ័យនិងសុភមង្គលមិនមានន័យដូចគ្នានោះទេហើយភាពជោគជ័យពិតប្រាកដអាចសម្រេចបានលុះត្រាតែយើងរកឃើញសុភមង្គលក្នុងអ្វីដែលយើងធ្វើជាមុនសិនយោងតាមសម្ដីរបស់លោកប្រសិនបើយើងស្រឡាញ់អ្វីដែលយើងកំពុងធ្វើនោះយើងទំនងជាទទួលបានជោគជ័យដោយសារយើងអាចលើកទឹកចិត្តប្រឹងប្រែងអស់ពីសមត្ថភាពនិងធ្វើការរបស់យើងទាំងសប្បាយចិត្តយើងអាចទៅស្វែងយល់ឲ្យស៊ីជម្រៅបន្តិចអំពីសារៈសំខាន់និងអត្ថន័យនៃសម្ដីនេះចំណុចទី1សុភមង្គលជាគន្លឹះនៃភាពជោគជ័យវាមានន័យថាសុភមង្គលគួរតែជាចំណុចសំខាន់របស់យើងហើយភាពជោគជ័យវានឹងកើតឡើងតាមក្រោយប្រសិនបើយើងធ្វើអ្វីដែលធ្វើឲ្យយើងសប្បាយចិត្តនោះទើបជាចំណុចដ៏សំខាន់ពិតប្រាកដព្រោះមនុស្សជាច្រើនសន្មតថាភាពជោគជ័យនិងសុភមង្គលគឺមានទំនាក់ទំនងគ្នាទោះជាយ៉ាងណាក៏ដោយទស្សនៈរបស់លោក Schweitzer គឺជ្រើសរើសសុភមង្គលមុនការសម្រេចបានភាពជោគជ័យទី2សារៈសំខាន់នៃចំណង់ចំណូលចិត្តនិងគោលបំណងគាត់ក៏សង្កត់ធ្ងន់លើសារៈសំខាន់នៃចំណង់ចំណូលចិត្តនិងគោលបំណងនៅក្នុងជីវិតរបស់យើងផងដែរនៅពេលដែលយើងចូលធ្វើការងារឬសកម្មភាពដែលយើងស្រឡាញ់ពិតប្រាកដយើងទំនងជាអាចលើកទឹកចិត្តខ្លួនឯងបដិញ្ញាចិត្តនិងផ្ដោតអារម្មណ៍នេះអាចជួយយើងឲ្យសម្រេចបាននូវគោលដៅរបស់យើងនិងឈានដល់សក្តានុពលពេញលេញរបស់យើងជាងនេះទៅទៀតនៅពេលដែលយើងស្វែងរកគោលបំណងនិងអត្ថន័យនៅក្នុងអ្វីដែលយើងធ្វើនោះយើងទំនងជាមានអារម្មណ៍ថាបានបំពេញនូវគោលដៅជីវិតដែលអាចរួមចំណែកដល់អារម្មណ៍នៃសុភមង្គល
និងសុខុមាលភាពផ្លូវចិត្តរបស់យើងទី3ភាពជោគជ័យគាត់ក៏បានបង្កប់អត្ថន័យភាពជោគជ័យគឺជាគោលគំនិតដែលខុសពីអ្នកដទៃអ្វីដែលមនុស្សចាត់ទុកថាជាភាពជោគជ័យប្រហែលមិនដូចអ្វីដែលមនុស្សម្នាក់ទៀតឲ្យតម្លៃនោះទេនេះមានន័យថាយើងត្រូវកំណត់ភាពជោគជ័យនៅលើលក្ខខណ្ឌផ្ទាល់ខ្លួនរបស់យើងហើយមិនគ្រាន់តែពឹងផ្អែកលើស្តង់ដារខាងក្រៅឬការរំពឹងទុករបស់សង្គមនោះទេតាមរយៈការផ្ដល់អាទិភាពដល់សុភមង្គលនិងស្វែងរកសកម្មភាពដែលស្របតាមតណ្ហាដែលយើងឲ្យតម្លៃយើងអាចបង្កើតនិយមន័យផ្ទាល់ខ្លួនរបស់យើងអំពីភាពជោគជ័យដែលមានន័យសម្រាប់ជីវិតយើងទី4ចេះគ្រប់គ្រងខ្លួនឯងលោកក៏បានណែនាំថាសុភមង្គលនិងភាពជោគជ័យកើតចេញពីខាងក្នុងជាជាងកើតមកពីពិភពខាងក្រៅនេះវាមានន័យថាយើងគួរតែផ្ដោតលើអ្វីដែលយើងអាចគ្រប់គ្រងបានគំនិតសកម្មភាពនិងអាកប្បកិរិយារបស់យើងជាជាងព្យាយាមគ្រប់គ្រងកលៈទេសៈខាងក្រៅឬពឹងផ្អែកលើកត្តាខាងក្រៅដើម្បីសុភមង្គលឬភាពជោគជ័យតាមរយៈការបណ្ដុះនូវការគ្រប់គ្រងចិត្តខាងក្នុងយើងអាចកាន់កាប់ជីវិតរបស់យើងនិងបន្តសកម្មភាពដែលធ្វើឲ្យយើងរីករាយនិងសម្រេចបានផលពិតប្រាកដសរុបមកសម្ដីរបស់លោកស្វ័យសើបានលើកទឹកចិត្តយើងឲ្យផ្ដល់អាទិភាពដល់សុភមង្គលស្វែងរកការងារនិងសកម្មភាពដែលស្របតាមចំណង់ចំណូលចិត្តនិងអ្វីដែលយើងឲ្យតម្លៃតាមរយៈការធ្វើដូច្នេះយើងអាចសម្រេចសេចក្តីប្រាថ្នានិងអត្ថន័យដែលចាំបាច់សម្រាប់ភាពជោគជ័យពិតប្រាកដតាមរយៈការទទួលស្គាល់ថាភាពជោគជ័យគឺជាកម្មវត្ថុកើតចេញពីខាងក្នុងយើងនឹងអាចកំណត់ស្តង់ដារនៃភាពជោគជ័យរបស់ខ្លួនឯងហើយរស់នៅក្នុងជីវិតពិតប្រាកដដែលមានន័យនិងពេញចិត្តបាទទស្សនៈខ្លីៗសូមបញ្ចប់ទៅត្រឹមនេះហើយក៏សូមអភ័យទោសរកកំហុសខុសឆ្គងសង្ឃឹមថាជួបបងប្អូននៅវីដេអូក្រោយទៀតមនុស្សគំនិតចង្អៀតនៅពេលដែលយើងជួបមនុស្សដែលមានគំនិតចង្អៀតចង្អល់យើងគួរនៅឲ្យឆ្ងាយពីពួកគេឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានដើម្បីការពារសុភមង្គលនិងតុល្យភាពរបស់យើងមនុស្សប្រភេទនេះត្រូវបានកំណត់ដោយភាពអាត្មានិយមនិងការយល់ដឹងដ៏តូចចង្អៀតហើយអាកប្បកិរិយារបស់មនុស្សប្រភេទនេះអាចប៉ះពាល់ដល់អារម្មណ៍និងទំនាក់ទំនងរវាងយើងនិងអ្នកផ្សេងទៀតនេះគឺជាលក្ខណៈទាំង5យ៉ាងរបស់មនុស្សមានគំនិតចង្អៀតចង្អល់ដើម្បីជួយឲ្យយើងកំណត់អត្តសញ្ញាណនិងជៀសវាងមនុស្សទាំងនេះទី1ខ្វះការយល់ចិត្តមនុស្សដែលមានចិត្តចង្អៀតចង្អល់ច្រើនតែមិនអាចយល់ពីអារម្មណ៍របស់អ្នកដទៃពួកគេខ្វះការខ្វាយខ្វល់និងយល់ពីការឈឺចាប់របស់អ្នកដទៃហើយកាន់តែខ្វាយខ្វល់អំពីតម្រូវការនិងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេប៉ុណ្ណោះទី2ផ្ដោតលើរឿងតូចតាចនិងប្រងើយកន្តើយចំពោះរឿងធំមនុស្សប្រភេទនេះមានទំនោរសង្កត់ធ្ងន់ទៅលើរឿងតូចតាចហើយនិយាយបំភ្លើសបញ្ហាតូចតាចថាជាបញ្ហាធំពួកគេមានប្រតិកម្មខ្លាំងពេកចំពោះកំហុសតូចតាចឬចំនួនតូចតាចហើយមិនអើពើនឹងបញ្ហាធំជាងនេះគំនិតចង្អៀតចង្អល់នេះអាចនាំឲ្យមានភាពតានតឹងនិងទុក្ខព្រួយទី3មិនទទួលយកការយល់ឃើញខុសគ្នាមនុស្សដែលមានផ្នត់គំនិតចង្អៀតចង្អល់តែងតែបដិសេធមិនទទួលយកទស្សនៈឬគំនិតដែលខុសពីខ្លួនពេលខ្លះពួកគេបង្ខំឲ្យអ្នកដទៃទទួលយកគំនិតរបស់ខ្លួនហើយខ្វះការគោរពចំពោះទស្សនៈរបស់អ្នកដទៃទង្វើបែបនេះអាចនាំឲ្យមានជម្លោះនិងការមិនចុះសម្រុងគ្នាទី4ចិត្តចង្អៀតមនុស្សទាំងនេះច្រើនតែងាយធុញថប់
หรือครั้งนึงเรื่องตัวตายหายควักกาอดเอานึ่งโยลดังปิตุสนะตุลมตลีผู้เกเงยนึงปราบรู้อารมณ์พลิมปีบะขนงกาตุบตลเปเกทเลจอกหรือเมียนกาผลักโดไวมวยการนึกใบมนุษย์ใบนี้อาจทั่วเยืองเมียนอารมณ์ตานตังหนึ่งทับอารมณ์ตีปรำขวาพนัดกำเนิดริจมรานมนุษย์ได้เมียนกำเนิดจึงอีจึงอ่อนจรานแต่มจังตัวโยกกำเนิดทำไมหรือซาละบองบัดพิสาวทำไมผู้เกเมียนอากับเกียาอวัจเมียนจอมปูกาพลับโดนกาอภิวัตหายปะดิสายมันตัวโยกปัญหาประชมนึ่งกาพลับโดในเปปัจจุบันการนึกใบมนุษย์ใบนี้อาจป้าปอดการลุดหล่อนึ่งกาอภิวัตต่อคลูนระบายยืงนึกเป้ได้ยืงชุบมนุษย์ใบนี้ยืงกูแต่เนื้อชงายพิปุเกเอาฉับตามได้ฟื้นตื้อบานดาวใบจีเวียงอัตโปลอวัจเมียนระบายปุเกเจียมาเลิกคลูนยืงตัววิ่งยืงกูสวายโดเนได้เมียนจักคู่วิสัยเว้นชงายหนังอากับเกียาวิจเมียนจุปูชีวิตเธอจิได้กูหนังรอบอ่านเธอจิมัดแผลการในชิ้นมวยมนุษย์ได้เมียนจัตุลีโตตัวยุคกำเนิดเซงให้อายบ้านใจรุ่มเลยพิบดีนึ่งการลำบากได้น้อมไอเยืองมาในสเปมกุลหนังต้นเยอะพิบกันแต่เจริญต้นเมืองหนูยืงกูสวายโยลหนังก็สร้างกำเนิดดามใบเอาเยืองเมียนกำเนิดตัวลงตลีในขนมคลูนดามใบคลาจิมนุวิจเมียนตามือน่าสำคัญจริงสำหรับมนุษย์ปัจจุบันการเรียนโสดหรือบัตรพิเศษเนื้อขลาบานจำนายเป้ศึกษาหายแต่ตัวยุจำนายดังยังเฉลยเฉลี่ยแต่ผู้เก่ในแต่คลายกาจับประดาวคือคลาดเฟื่องมันบานละอหายผู้เก่บรรต่อศึกษาหายในที่มันจับเอาไว้แต่ผู้เก่ตัวบานแต่มวยกดคือจำนายดังตัวเตอร์วิงเหมียนเนื้อคลาดตีดมันบานคว้าควายปีการเรียนโสดผู้เก่จับประดาวทั่วไว้มวยยังชับระหาโดยพระการเรียนโสดเลือกปีสิบเพอเรียนปีบัดวิสาวนังเรียนปีกมหชโกงการจะเช็คเวทใหญ่ระเวียงสิบเพอนังบัดวิสาวบานบัดต่อจะยุ่ยเย็นนำมาขายแต่วิมันตอนมีจำไรดัดตรมเริงในลายนุเตเปิ้นแต่วิมันพสทางเรื่องมอมแต่ถาบัดวิสาวบ้านประดอนในจุดนี้จะสำคัญได้มันอาจเรียนปีสิบเพอบานในชิมูลให้ตั้งบุญได้บัดวิสาวมีสระสำคัญจริงสิบเพอมุนนึงจูกาบอสายลุ่มอัดปีให้พ่อตังบุญได้เข้มในใจถาบัดพิสาวสำคัญจริงสิเพอยืงได้ยุลปีกาเรียนโซปีสิเพอจิมุนสันกาเรียนโซปีสิเพอจิตู้เต๋อแกหาถาการเรียนโซปีปอร์มีนวีมีประโยชน์ในเป้ดามนุมเนะศึกษาในสราจิวปีวีจุดแน่ดังได้ตู้บานอาจเป็นเป็นมันไทยในกายลมอ่อปีมวยจุ่มนอนเต็มมวยจุ่มนอนโดยฉนัยจิตู้เต๋อเกตตู้สกอตถาจุดแน่ดังมันมีปรุงได้อันวัดเปิดประกอบนุเตบัดพิสาวคือจิจุ่มแน่ดังจุ่มหนียังสมรรถภาพได้บุคคลหรือสหกรณ์มนุษย์ตู้บานตามระยะการอันวัดเจสไดหรือการทัวการขนมวิสัยนามวยการตู้บานบัดพิสาวคือเชื่ออัฐประโยชน์ดอกอาจารย์ในครองชีวิตไว้ได้สำคัญบำเพ็ญหนูคือในเป้ดันเนะตู้บานบัดพิสาวเนะนังเลี้ยเมียนกุมหอชโกงโดยฉนัยบัดพิสาวคือจำใบสำหรับเนะได้จ้องเรียนปิโกกาหนึ่งการนายนอมและเตรียมเตยสำหรับชีวิตโจกใจให้ไว้บัดพิสาวสำคัญจริงสิเพอเปรียบโดยจิมแมกเตสำหรับการสไฟโรจุมแนดังปัญตายยังมันเนะเตรียมตัวบานบัดพิสาวเรียนไว้ได้ทำไมในทั่วชีวิตบอลเนะการตายประสาโดยฉนัยกุมนัดได้ถาบัดพิสาวคือจิกรูละอ้อมผลคือจิกาเปิดตามระยะบัดพิสาวเนี่ยก็อาจเรียนปีรูปบีประสายเตะตรงชิมวยมนุษย์เสียงคณีเนี่ยก็อาจเรียนปีรูปบีจอจาหนังสำรอบสำรวจพองได้โดยฉนัยเต้าไว้เชื่ออำนาจนางเสียงตีดสำหรับบัดพิสาวที่มวยเนี่ยอาจเรียนปีจุ่มเนียงเครื่องวิสัยเจและมวยแต่งดนตรีก่ออัตปลับเนี่ยวิจัยศาสตร์วิจัยบัณฑิตผู้เกมันเมนเพิ่งเลือกแต่สิเพอคลาชินะจุ่มเนียงอยู่เต
ជាការពិតណាស់ការអានសៀវភៅគឺល្អបំផុតហើយវាផ្ដល់ចំណេះដឹងប៉ុន្តែបទពិសោធន៍ធ្វើឲ្យអ្នកខ្លាចជាអ្នកជំនាញក្រោយពីអ្នកអនុវត្តម្ដងហើយម្ដងទៀតអ្នកជំនាញមិនមែនរៀនពីសៀវភៅនោះទេអ្នកជំនាញបង្កើតភាពជំនាញរបស់ខ្លួនដោយខ្លួនឯងដោយសារការលះបង់ចំពោះការងារការអនុវត្តហើយចំណាយពេលក្នុងមុខតំណែងរបស់ខ្លួនហើយពួកគេបង្កើតលក្ខណៈពិសេសផ្ទាល់ខ្លួនទី2បទពិសោធន៍ធ្វើឲ្យអ្នកទទួលបានចំណេះដឹងបន្ថែមការសិក្សានិងការអានសៀវភៅមិនអាចធ្វើឲ្យអ្នកទទួលបានជោគជ័យទេវាគ្រាន់តែអាចធ្វើឲ្យអ្នកទទួលបានចំណេះដឹងតែចំណេះដឹងក៏យើងអាចទទួលបានតាមរយៈបទពិសោធន៍ផងដែរចំណេះដឹងគ្រាន់តែជាទ្រឹស្ដីប៉ុន្តែបទពិសោធន៍គឺជាការពិតដែលយើងបានអនុវត្តអ្វីដែលយើងបានរៀនពីសៀវភៅនិងពីសាលាហើយបទពិសោធន៍គឺជាការសាកល្បងនិងប្រកួតប្រជែងចំណេះដឹងរបស់យើងទី3បទពិសោធន៍ជួយឲ្យយើងយល់ពីទ្រឹស្ដីដែលបង្កប់នៅពីក្រោយគំនិតការរៀនពីសៀវភៅដើម្បីយល់ពីគំនិតសំខាន់ៗហើយយើងអាចយកវាទៅអនុវត្តផ្ទាល់តែបើយើងមិនអាចយកវាទៅអនុវត្តផ្ទាល់នៅក្នុងជីវិតប្រចាំថ្ងៃបានទេវាក៏គ្មានប្រយោជន៍ដែរចំណែកឯបទពិសោធន៍អាចអនុញ្ញាតឲ្យយើងយកចំណេះដឹងដែលយើងបានសិក្សាទៅអនុវត្តផ្ទាល់ហើយអ្នកនឹងអាចរៀនបានអ្វីជាច្រើនដែលគ្មានសរសេរក្នុងសៀវភៅដោយខ្លួនឯងយើងមិនអាចរៀនជំនាញសំខាន់ៗដោយគ្មានការអនុវត្តពិតនៅក្នុងជីវិតនោះទេទី4បទពិសោធន៍ចាក់ឫសយ៉ាងជ្រៅទៅក្នុងការចងចាំរបស់យើងមនុស្សដែលអនុវត្តកាន់តែច្រើនរកឃើញវិធីសាស្ត្រកាន់តែច្រើនដែលធ្វើឲ្យខួរក្បាលរបស់ពួកគេចងចាំហើយការងាររបស់គេកាន់តែល្អបទពិសោធន៍កាន់តែច្រើនការអនុវត្តកាន់តែច្រើនគំនិតកាន់តែច្រើននោះអ្នកនឹងក្លាយជាមនុស្សស្ទាត់ជំនាញគឺចាំបាច់បំផុតជាការពិតណាស់ជាមួយនឹងបទពិសោធន៍ជំនាញនិងចំណេះដឹងទាំងនោះនឹងក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នកបទពិសោធន៍អាចជួយឲ្យអ្នករៀនពីកំហុសឆ្គងរបស់អ្នកអាចសម្រេចបានភាពជោគជ័យនៅក្នុងជីវិតរបស់អ្នកប្រសិនបើអ្នកហ៊ានប្រឈមមុខនឹងបញ្ហាដោយមិនខ្លាចបរាជ័យកាលណាយើងអនុវត្តចំណេះដឹងដែលយើងបានរៀនកាន់តែច្រើននោះយើងនឹងទទួលបានចំណេះដឹងកាន់តែច្រើនជាការពិតណាស់បទពិសោធន៍អាចឲ្យយើងបរាជ័យប៉ុន្តែយើងក៏អាចរៀនពីបរាជ័យនិងអាចឈានទៅរកភាពជោគជ័យបានដូចគ្នានេះគឺជាចំណេះដឹងដែលមានតម្លៃបំផុតដែលយើងមិនអាចរៀនសូត្រពីសៀវភៅបានដូច្នេះបទពិសោធន៍គឺជាមិត្តដ៏អស្ចារ្យបំផុតរបស់យើងក្នុងការអភិវឌ្ឍជំនាញប្រសិនបើអ្នកចង់យកទ្រឹស្ដីពីក្នុងសៀវភៅហើយខ្លាចជាអ្នកជំនាញក្នុងវិស័យណាមួយការបរាជ័យគឺអាចផ្ដល់មេរៀនដ៏សំខាន់ក្នុងជីវិតរបស់អ្នកដូច្នេះបទពិសោធន៍គឺសំខាន់ជាងការរៀនសូត្រពីសៀវភៅនៅពេលដែលអ្នកដាក់ពាក្យសុំធ្វើការនៅកន្លែងណាគេមិនត្រឹមតែយកសញ្ញាបត្ររបស់អ្នកប៉ុណ្ណោះទេប៉ុន្តែគេតែងតែឲ្យអាទិភាពទៅលើអ្នកមានបទពិសោធន៍មុនហើយអ្នកដែលមានបទពិសោធន៍តែងតែទទួលបានប្រាក់ខែខ្ពស់ជាងអ្នកមានសញ្ញាបត្រការអានធ្វើឲ្យមនុស្សមានប្រាជ្ញាការអនុវត្តធ្វើឲ្យមនុស្សយល់ពីការពិតតើចំណេះដឹងដែលរៀនសូត្រពីសៀវភៅមានសារៈសំខាន់ជាងសមត្ថភាពអនុវត្តមែនទេខ្ញុំបានគិតវាជាយូរយារណាស់មកហើយបទពិសោធន៍ជីវិតរបស់ជេកម៉ានិងសៀវភៅរបស់គាត់តើមួយណាអស្ចារ្យជាងមនុស្សមិនមែនកើតមកចេះអ្វីទាំងអស់នោះទេប៉ុន្តែត្រូវរៀនសូត្រពីចំណេះដឹងតាមរយៈការអានទើបពួកគេអាចយល់ពីពិភពលោកប៉ុន្តែចំណេះដឹងតែមួយមុខមិនគ្រប់គ្រាន់ទេវាមិនអាចបញ្ជាក់បានថាយើងមានចំណេះដឹងប៉ុណ្ណាទេមានតែការស្វែងរកបទពិសោធន៍ការអនុវត្តផ្ទាល់ទើបយើងដឹងថាចំណេះដឹងយើងនៅកម្រិតណាមនុស្សមានល្បិចកលមើលងាយចំណេះដឹងឯមនុស្សល្ងងច្រណែនអ្នកចេះដឹងហើយមនុស្សឆ្លាតប្រើចំណេះដឹងព្រោះចំណេះដឹងមិនអាចបង្រៀនឲ្យមនុស្សចេះប្រើវាបានឡើយការអនុវត្តគឺជាប្រភេទបញ្ញាដែលហួសពីចំណេះដឹងយើងអាចទទួលបញ្ញានៃចំណេះដឹងតាមរយៈការអង្កេតនិងបទពិសោធន៍តែប៉ុណ្ណោះដូច្នេះការអានត្រូវភ្ជាប់ជាមួយការអនុវត្តទើបយើងទទួលបានចំណេះដឹងពិតប្រាកដ
បាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃអត្ថបទរៀនពីសិភៅនៃចាញ់រៀនពីជីវិតភាគ1សូមបញ្ចប់ត្រឹមនេះសង្ឃឹមថាជួបបងប្អូននៅវីដេអូភាគក្រោយមនុស្សជោគជ័យស្វែងរកវិធីចំណែកឯមនុស្សបរាជ័យស្វែងរកលេសខ្ញុំតែងតែលើកគេនិយាយថាធ្វើកាន់តែច្រើនកាន់តែមានកំហុសច្រើនធ្វើកាន់តែតិចកំហុសក៏កាន់តែតិចតើនេះជាវិធីដើម្បីជៀសវាងពីកំហុសរបស់អ្នកមែនទេស្ដាប់ទៅវាហាក់ដូចជាសមហេតុផលការធ្វើតិចពិតជាមានកំហុសតិចមែនប៉ុន្តែយើងអាចអភិវឌ្ឍខ្លួនដោយរបៀបណាតើយើងអាចប្រឈមមុខនឹងអនាគតបែបណាបើយើងមិនចេះអ្វីសោះដោយសារការជៀសវាងពីការធ្វើអ្វីមួយដោយសារខ្លាចកំហុសនេះគ្រាន់តែជាទស្សនៈមនុស្សទុនខ្សោយយករួចខ្លួនមួយពេលមិនអាចរួចខ្លួនមួយជីវិតមានទស្សនៈមួយគេបាននិយាយថាអ្វីដែលគួរឲ្យប្រយ័ត្នគឺមនុស្សដែលមិនមានកំហុសសោះនិងមិនដែលបរាជ័យក្នុងអ្វីដែលពួកគេធ្វើមនុស្សបែបនេះគឺជាមនុស្សកុហកឬមនុស្សគ្មានសមត្ថភាពដែលមិនអាចស្វែងរកការសម្រេចណាមួយពួកគេគ្រាន់តែជៀសវាងកំហុសឆ្គងប៉ុណ្ណោះគ្មាននរណាម្នាក់ល្អឥតខ្ចោះហើយមនុស្សគ្រប់គ្នាតែងតែមានកំហុសមិនមែនបញ្ជាក់ថាអ្នកគ្មានសមត្ថភាពនោះទេប៉ុន្តែវាជាការបំបែកភាពយឺតយ៉ាវនៃសមត្ថភាពរបស់អ្នកបើអ្នកជ្រើសរើសដោះស្រាយកំហុសបន្ទាប់ពីបង្កើតកំហុសនោះអ្នកនឹងទទួលបានចំណេះដឹងនិងសមត្ថភាពថ្មីការគេចពីការទទួលខុសត្រូវចំពោះកំហុសនឹងធ្វើឲ្យអ្នកបាត់បង់ឱកាសប្រតិកម្មដំបូងរបស់មនុស្សជាច្រើនបន្ទាប់ពីធ្វើខុសគឺរកលេសសម្រាប់ការពារខ្លួនបន្ទាប់ពីធ្វើខុសមនុស្សមួយចំនួនបានរកលេសដើម្បីគេចផុតពីការរិះគន់និងគេចពីការទទួលខុសត្រូវពួកគេព្យាយាមអស់ពីសមត្ថភាពដើម្បីបិទបាំងទម្លាក់កំហុសបង្ហាញអំពីភាពត្រឹមត្រូវហើយទីបំផុតបានคล้ายជាទេពកោសល្យពេញយល់ដ៏សមហេតុផលដ៏គួរឲ្យធន់ទ្រាំមានរឿងមួយគេបាននិយាយថាអ្នកដឹកនាំម្នាក់ពេញចិត្តនឹងសមត្ថភាពអ្នកក្រៅបង្គាប់ម្នាក់ជាខ្លាំងហើយបានប្រគល់គម្រោងដ៏សំខាន់មួយទៅគេគាត់បានស្នើឲ្យបុគ្គលក្រោមឱវាទរៀបចំឯកសារគម្រោងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយបញ្ជូនវាទៅប្រធាននាយកដ្ឋានដើម្បីត្រួតពិនិត្យនិងពិភាក្សាបន្ថែមហើយគម្រោងនេះពួកគេនឹងបើកកិច្ចប្រជុំនៅសប្តាហ៍ក្រោយមុនមួយថ្ងៃនៃការប្រជុំមេដឹកនាំបានសួរអ្នកក្រៅបង្គាប់របស់គាត់ថាតើការងារហើយឬនៅអ្នកក្រៅបង្គាប់បានបញ្ជាក់ថាមិនមានបញ្ហាអ្វីកើតឡើងឡើយដល់ថ្ងៃប្រជុំឯកសារទាំងអស់បានរំលងអ្នកត្រួតពិនិត្យមេដឹកនាំខឹងជាខ្លាំងវាជារឿងដ៏សំខាន់មួយដែលត្រូវធ្វើហើយពេលវេលាដែលគាត់ទុកឲ្យគឺគ្រប់គ្រាន់ហេតុអ្វីបានជាអ្នកក្រៅបង្គាប់គាត់មិនស្ដាប់តាមបញ្ជាគាត់ក្នុងស្ថានភាពជាស្ដែងបែបនេះតើអ្នកគិតថាអ្នកក្រៅឱវាទដែលធ្វើឲ្យថ្នាក់ដឹកនាំមិនពេញចិត្តនឹងមានប្រតិកម្មបែបណាមនុស្សមួយចំនួននឹងគិតថាគាត់បានពិនិត្យឯកសារដោយខ្លួនឯងហើយវាត្រឹមត្រូវអស់ហើយមិនចាំបាច់ឲ្យនរណាម្នាក់ទៀតត្រួតពិនិត្យបន្ថែមឡើយមនុស្សមួយចំនួននឹងប្រកែកថាការដែលគេមិនឲ្យនាយកដ្ឋានពិនិត្យឡើងវិញដោយសារពេលវេលាមិនគ្រប់គ្រាន់មនុស្សមួយចំនួននឹងប្រើលេសផ្សេងដើម្បីបិទបាំងកំហុសរបស់ពួកគេដូចជាការខ្ជិះខ្ជាយពេលវេលាច្រើនពេកជាដើមប៉ុន្តែហេតុផលខាងលើមិនមែនជាហេតុផលពិតប្រាកដនោះទេអ្វីដែលធ្វើឲ្យថ្នាក់ដឹកនាំខឹងខ្លាំងគឺអ្នកក្រៅបង្គាប់របស់គាត់មិនព្រមទទួលស្គាល់កំហុសហើយមិនព្យាយាមរកវិធីផ្សេងដើម្បីដោះស្រាយបញ្ហាជាពិសេសពេលដែលមន្ត្រីក្រមអាវ៉ាត់ធ្វើខុសហើយមកដោះសារគ្រប់បែបយ៉ាងហើយព្យាយាមគ្រប់មធ្យោបាយដើម្បីគេចពីការទទួលខុសត្រូវនោះវាប្រៀបដូចជាចាក់សាំងចូលទៅក្នុងភ្លើងដែលកំពុងឆេះអ្នកដឹកនាំត្រូវការអ្នកក្រមបង្គាប់ដែលមានទំនួលខុសត្រូវបើអ្នកក្រមបង្គាប់គ្មានទំនួលខុសត្រូវទោះបីមេដឹកនាំចូលចិត្តឬស្រឡាញ់គាត់ក៏ដោយក៏មេដឹកនាំប្រហែលជាមិនប្រើគេឡើងវិញឬអាចឈានដល់ការបណ្តេញចេញពីការងារកថាបានអ្នកដែលមិនអាចប្រឈមមុខនឹងកំហុសរបស់ខ្លួននៅទីបំផុតនឹងបាត់បង់ឱកាសក្នុងអាជីពរបស់ពួកគេហេតុអ្វី
បានជាមនុស្សពិបាកទទួលស្គាល់កំហុសឬទទួលស្គាល់ថាមានអ្វីមិនត្រឹមត្រូវមូលហេតុដែលធ្វើឲ្យមនុស្សខ្មាស់អៀនក្នុងការសារភាពកំហុសរបស់ពួកគេគឺដោយសារពួកគេចង់ការពារផ្លូវចិត្តរបស់ពួកគេផ្ទាល់វាកើតឡើងដោយសភាវគតិដើម្បីការពារគំនិតដែលពួកគេគិតថាត្រឹមត្រូវជាឧទាហរណ៍នៅពេលដែលមនុស្សម្នាក់ធ្វើអ្វីមួយប្រកបដោយភាពជឿជាក់និងមានទំនុកចិត្តតែអ្នកដទៃថាវាមិនទាន់ល្អមិនត្រឹមត្រូវនោះពួកគេប្រកាសជាមានអារម្មណ៍ខឹងនិងខ្មាស់អៀនហើយពួកគេនឹងមានប្រតិកម្មខ្លាំងតបទៅវិញក្នុងឧទាហរណ៍ខាងលើបើអ្នកក្រមអាវ៉ាត់ព្រមទទួលស្គាល់កំហុសហើយបដិញ្ញាចិត្តចំពោះអ្នកដឹកនាំថាកែកំហុសកែពេលណាកំហុសណាត្រូវកែខ្លះដឹងពីរបៀបកែកំហុសវានឹងកាត់បន្ថយហានិភ័យនៃការប្រមាថពីភាគីម្ខាងទៀតហើយក៏ផ្ដល់ក្តីសង្ឃឹមឲ្យភាគីម្ខាងទៀតថាអ្នកអាចធ្វើវាបានកាន់តែល្អឱកាសភាគច្រើនត្រូវលាក់ពីក្រោយបញ្ហាអ្នកដែលស្វែងរកដំណោះស្រាយទំនងជាទទួលបានជោគជ័យនៅពេលដែលបុគ្គលម្នាក់ជៀសវាងពីកំហុសដោយសារពួកគេខ្វះសមត្ថភាពក្នុងការស្វែងរកតម្លៃរយៈពេលយូរអង្វែងនិងខ្វះការរិះគន់ខ្លួនឯងមានតែអ្នកដែលហ៊ានរិះគន់ខ្លួនឯងទើបអាចសម្រេចរឿងដ៏អស្ចារ្យនៅពេលនិយាយអំពីបញ្ហានៅកន្លែងធ្វើការមនុស្សភាគច្រើនមានទម្លាប់ពិពណ៌នាអំពីអារម្មណ៍អវិជ្ជមានរបស់ពួកគេត្អូញត្អែនៅពេលជួបបញ្ហាប៉ុន្តែពួកគេមិនរកវិធីដើម្បីដោះស្រាយបញ្ហាការត្អូញត្អែនិងជៀសវាងបញ្ហាគឺជាសភាវគតិរបស់មនុស្សកម្រិតទាបយើងអាចសាកស្រមៃមើលតើយើងអាចឡើងជណ្ដើរពីជាន់ទី1ដល់ជាន់ទី5ដោយកាន់អីវ៉ាន់ធ្ងន់ទៅជាមួយដោយមិនសម្រាកបានទេមនុស្សភាគច្រើននឹងគ្រវីក្បាលហើយនិយាយថាពួកគេមិនអាចធ្វើវាបានទេប៉ុន្តែបើដូរពីរបស់ធ្ងន់ទៅជានារីដ៏ស្រស់ស្អាតតើយើងអាចពោគេឬអ៊ីវគេឡើងដល់ជាន់ទី5បានទេខ្ញុំជឿថាមនុស្សប្រុសភាគច្រើនអាចធ្វើវាបានទោះធ្វើវាមិនបានក៏មិនបដិសេធដែរនេះដោយសារមហិច្ឆតានិងភាពជឿជាក់ទើបពួកគេអាចធ្វើវាបានដូចនេះអ្វីដែលរំខានអ្នកមិនឲ្យទទួលកំហុសមិនមែនជាបញ្ហានោះទេប៉ុន្តែវាស្ថិតលើអ្នកមើលឃើញបញ្ហាតាមរបៀបណាមនុស្សជោគជ័យស្វែងរកវិធីចំណែកឯមនុស្សបរាជ័យស្វែងរកលេសផ្ទុយមកវិញអ្នកដែលស្វែងរកវិធីទំនងជាជោគជ័យឬឯអ្នកស្វែងរកលេសទំនងជាបរាជ័យក្នុងបញ្ហាច្រើនតែមានឱកាសហើយមានតែអ្នកដែលពូកែដោះស្រាយបញ្ហាប៉ុណ្ណោះទើបអាចទទួលបានការពេញចិត្តពីឱកាសនៅពេលដែលអ្នកគ្រប់គ្រងប្រឈមមុខកំហុសដែលធ្វើឡើងដោយអ្នកក្រៅបង្គាប់របស់គាត់ពួកគេតែងតែបង្កើតបរិយាកាសដែលអំណោយផលដល់ការកែប្រែកំហុសនិងធ្វើឲ្យអ្នកក្រៅបង្គាប់ចេះអភិវឌ្ឍខ្លួនបុគ្គលិកខ្វះភាពក្លាហានក្នុងការប្រឈមមុខនឹងកំហុសរបស់ពួកគេជួនកាលដោយសារតែថ្នាក់លើរបស់ពួកគេបរាជ័យក្នុងការអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាទទួលស្គាល់កំហុសរបស់ពួកគេចិត្តទូលាយរបស់អ្នកដឹកនាំអាចរក្សានៅមនុស្សមានទេពកោសល្យឆ្នើមដូច្នេះនៅពេលប្រឈមមុខនឹងបុគ្គលិកធ្វើខុសអ្នកគ្រប់គ្រងត្រូវតែស្វែងយល់ថាតើមូលហេតុអ្វីបានជាអ្នកក្រៅបង្គាប់ធ្វើខុសតើបុគ្គលិកទទួលស្គាល់កំហុសរបស់ខ្លួនដែរឬទេហើយតើពួកគេមានឆន្ទៈទទួលខុសត្រូវដែរឬទេតើត្រូវចាត់វិធានការបែបណាដើម្បីធានាថាទេពកោសល្យរបស់ពួកគេអាចរីកចម្រើននិងប្រសើរជាងមុនបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃហើយក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងសង្ឃឹមថាជួបបងប្អូននៅវីដេអូក្រោយទៀត